សូមអាននៅសភៅមកក្បាលដែលមានចំណងជើងថា21អាចកំបាំងដើម្បីខ្លាចខ្លួនជាមហាសេដ្ឋីអារម្មណ៍កថា21អាចកំបាំងដើម្បីខ្លាចខ្លួនជាមហាសេដ្ឋីជាសភៅមួយនិយាយអំពីវិធីសាស្ត្រយុទ្ធសាស្ត្រនិងគោលការណ៍ដើម្បីសម្រេចជោគជ័យលើគ្រប់ការងារនៅក្នុងខ្សែជីវិតរបស់លោកអ្នកយើងខ្ញុំបោះពុម្ពផ្សាយសភៅនេះក្នុងគោលបំណងឲ្យមិត្តអ្នកអានរៀនសូត្រពីគំរូយុទ្ធសាស្ត្រពីគំរូការងារវិធីសាស្ត្ររកប្រាក់ដោយរបៀបមួយសមស្របហើយមានការជឿជាក់លើសមត្ថភាពខ្លួនឯងនិងផ្លាស់ប្ដូរជីវភាពរស់នៅរបស់អ្នកយើងខ្ញុំរំពឹងថាក្រោយពេលដែលអ្នកបានស្ដាប់ហើយនឹងទទួលបានចំណេះដឹងថ្មីមួយដើម្បីសម្រេចគោលបំណងរបស់អ្នកនិងជាគន្លឹះដើម្បីស្វែងរកជោគជ័យលើអាថ៌កំបាំងការងារយើងខ្ញុំរងចាំដោយក្តីសោមនស្សរីករាយនិងមតិការលម្អក្នុងន័យស្ថាបនាដើម្បីធ្វើឲ្យការងារបោះពុម្ពផ្សាយសភៅក្រោយៗទៀតកាន់តែល្អឡើងភ្នំពេញថ្ងៃទី6ខែមិថុនាឆ្នាំ2004អ្នកប្រមូលផ្ដុំចងក្រងឯកសារច័ន្ទសុកហេងតើអ្នកបានរៀនអ្វីដើម្បីផ្លាស់ប្ដូរខ្សែជីវិតរបស់អ្នកគំនិតយោបល់និងការយល់ដឹងនិងយុទ្ធសាស្ត្រទាំងនេះគឺជាស្ពានដើម្បីយកជោគជ័យជ័យជំនះខាងហិរញ្ញវត្ថុសម្រាប់មនុស្សប្រុសស្រីក្មេងចាស់មានក្ររាប់លានអ្នកនេះគឺជាគោលការណ៍មួយយ៉ាងសាមញ្ញមានប្រសិទ្ធភាពយុត្តិធម៌ងាយស្រួលក្នុងការអនុវត្តពួកគេបានធ្វើការសាកបងការបង្ហាញឡើងវិញធ្វើម្ដងទៀតហើយពួកគេនឹងធ្វើការងារសម្រាប់អ្នកប្រសិនបើអ្នកបាននាំនិងផ្ដល់ឲ្យពួកគេនៅក្នុងខ្សែជីវិតរបស់ពួកគេយើងកំពុងរស់នៅយ៉ាងសុខសាន្តបំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិហើយសប្តាហ៍ថ្ងៃនេះមនុស្សជាច្រើនបានក្លាយជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភដែលគេចាប់ផ្ដើមពីបាតដៃទទេនិងការពីមុនធ្លាប់ស្រមាស្រមៃនៅក្នុងសហរដ្ឋអាមេរិកមានសេដ្ឋីជាង7លានអ្នកដែលចាប់ផ្ដើមដោយខ្លួនឯងនិងចំនួននេះបានកើនឡើងពី15ទៅ20% ជារៀងរាល់ឆ្នាំយើងមានអ្នកដែលបានធ្វើខ្លួនឯងសេដ្ឋី10អ្នក100អ្នកនិងជាង200អ្នកដែលមានប្រាក់រាប់លានដុល្លារហើយយើងមិនដែលបានគិតពីវិធីនេះបានបង្កើតឲ្យមានទ្រព្យសម្បត្តិគ្រប់ស្រទាប់មនុស្សជាការពិតណាស់អ្នករាល់គ្នាចាប់ផ្ដើមដោយបាតដៃទទេហើយសប្តាហ៍ថ្ងៃនេះមានមនុស្សជាង 90% បានចាប់ផ្ដើមដោយមានការខូចខាតឬស្ទើរតែខូចខាតនៅជ័យជំនះខាងហិរញ្ញវត្ថុការធ្វើខ្លួនឯងឲ្យទៅជាមហាសេដ្ឋីគិតជាមធ្យមមានការដួលរលំឬចិត្តដួលរលំពី3ដងហើយអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភបានទទួលការបរាជ័យជាច្រើនដងមុនពេលដែលគេរកផ្លូវមួយត្រឹមត្រូវដែលពួកគេមានអានុភាពលើជ័យជំនះខាងហិរញ្ញវត្ថុប៉ុន្តែមានមនុស្សរាប់រយពាន់ម៉ឺនអ្នកដែលពួកគេបានធ្វើតែមិនបានជ័យជំនះច្បាប់ត្រឹមត្រូវសម្រាប់បម្រើមនុស្សជាតិគឺជាមូលហេតុនិងការប៉ះពាល់នៃច្បាប់ធម្មជាតិមិនទាន់មានឥទ្ធិពលណាស់ណាទេហើយច្បាប់តាក់តែងឡើងវាមានការប៉ះពាល់ទូទៅលើបុព្វហេតុរាល់សកម្មភាពដែលមានការកើតឡើងវិញច្បាប់នេះសរសេរគឺជោគជ័យមិនមែនគ្រោះថ្នាក់ទេជ័យជំនះហិរញ្ញវត្ថុគឺជាលទ្ធផលនៃការអនុវត្តពិតចំពោះអ្វីមួយដែលយើងធ្វើហើយធ្វើទៀតរហូតដល់អ្នកទទួលបានជោគជ័យឬជ័យជំនះខាងហិរញ្ញវត្ថុដែលអ្នកចង់បានធម្មជាតិគឺវាអព្យាក្រឹតធម្មជាតិនៅលើលោកប្រព័ន្ធការលក់ដូរឬសង្គមរបស់យើងមិនបានយកចិត្តទុកដាក់ថាអ្នកឯងជានរណាឬអ្នកឯងជាអ្វីនោះទេមូលហេតុនឹងការប៉ះពាល់នៃច្បាប់និយាយថាប្រសិនបើអ្នកធ្វើអ្វីទៀតបានជ័យជំនះដែលមនុស្សដទៃធ្វើបានអ្នកនឹងទទួលបានលទ្ធផលជាយថាហេតុដែលមនុស្សដទៃទៀតទទួលបានជ័យជំនះច្បាប់នេះនិយាយថានៅពេលដែលអ្នកបានរៀនពីជ័យជំនះនៃអាថ៌កំបាំងដើម្បីខ្លាចខ្លួនជាមហាសេដ្ឋីដោយដាក់វានៅក្នុងខ្សែជីវិតរបស់អ្នកផ្ទាល់អ្នកនឹងទទួលបានលទ្ធផលជាបទពិសោធន៍និងលើកក្រោយនឹងទទួលបានរង្វាន់អ្វីផ្សេងទៀតដែលអ្នកទទួលបានសម្រាប់ជ័យជំនះរហូតដល់ពេលនេះនេះគឺជាចំណុចសំខាន់ដែលអ្នកចងចាំគ្មាននរណាម្នាក់ល្អប្រសើរជាងអ្នកនិងគ្មាននរណាម្នាក់មានប្រាជ្ញាជាងអ្នកខ្ញុំសូមរំលឹកថាគ្មាននរណាម្នាក់ល្អប្រសើរជាងអ្នកនិងគ្មាននរណាម្នាក់មានប្រាជ្ញាជាងអ្នកហើយសូមអ្នកចងចាំវាជានិច្ចចុះមូលហេតុដំបូងនៃការលក់ដូររបស់អ្នកក្នុងរយៈពេលខ្លីមិនទទួលបាននូវជ័យជំនះនិងខ្វះខាតជ័យជំនះខាងហិរញ្ញវត្ថុគឺការជឿជាក់ថាមនុស្សដែលបានធ្វើបានគឺល្អជាងអ្នកនេះមិនមែនជាមូលហេតុធម្មតាទេជាការពិតណាស់ដែលធ្វើខ្លួនជាមហាសេដ្ឋីគឺជាមនុស្សសាមញ្ញដែលមានការសិក្សាមធ្យមមានការងារធម្មតារស់នៅយ៉ាងសាមញ្ញជាមួយអ្នកជិតខាងមានផ្ទះរស់នៅសមរម្យប៉ុន្តែពួកគេស្វែងរកអ្វីដែលមនុស្សដទៃទៀតធ្វើបានជ័យជំនះខាងហិរញ្ញវត្ថុហើយអ្នកបានធ្វើដោយគេដោយម្ដងហើយម្ដងទៀតរហូតដល់គេទទួលបានជ័យជំនះដោយលទ្ធផលវាមិនមែនជាអភូតហេតុហើយក៏មិនមែនជាគ្រោះថ្នាក់ដែរនៅពេលដែលអ្នកគិតដោយពួកគេគិតហើយអ្នកធ្វើអ្វីដោយដែលពួកគេបានធ្វើនោះអ្នកនឹងទទួលបានលទ្ធផលនិងប្រាក់ចំណេញដោយពួកគេបានធ្វើនេះគឺជារឿងរ៉ាវសាមញ្ញនៃមូលហេតុនិងការប៉ះពាល់21ជ័យជំនះនៃអាថ៌កំបាំងដើម្បីខ្លាចខ្លួនជាមហាសេដ្ឋីហើយគ្រប់អាថ៌កំបាំងនីមួយៗមានសារៈសំខាន់ក្រៃលែងសម្រាប់អ្នកដើម្បីខ្លាចខ្លួនជាអ្នកឯករាជ្យខាងហិរញ្ញវត្ថុការបរា
រាជ័យគឺជាគោលការណ៍មួយដែលអាចទទួលយកដោយខ្លួនឯងហើយជាមូលដ្ឋាននៃការបាត់បង់ខាងសុខភាពសុភមង្គលនិងទ្រព្យសម្បត្តិដំណឹងល្អបំផុតគឺអ្នកត្រូវរៀនពីគោលការណ៍ទាំងអស់នេះដោយអនុវត្តផ្ទាល់និងធ្វើឡើងវិញម្ដងហើយម្ដងទៀតដូចជាការដកដង្ហើមចេញចូលពីធម្មជាតិរបស់អ្នកហើយវាដូចជាអ្នករៀនជិះកង់រៀនជិះម៉ូតូរៀនបើកឡានអញ្ចឹងដែរគឺអ្នករៀនឲ្យបានជ័យជំនះនៃអត្តកម្បាំងដើម្បីខ្លាចខ្លួនជាមហាសេដ្ឋីនិងទទួលបាននៅក្នុងខ្សែជីវិតរបស់លោកអ្នកដោយសេចក្តីសង្ឃឹមមិនអាចកំណត់បាននិងកំណត់ទីកន្លែងដោយខ្លួនឯងដោយការគិតផ្ទាល់របស់អ្នកចូលអ្នកចាប់ផ្ដើមធ្វើវាពីពេលឥឡូវនេះតែម្ដងទៅជោគជ័យអត្តកម្បាំងទី1ការស្រមើសម័យច្រើនការស្រមើសម័យច្រើនគ្រាន់តែជាក្តីស្រមៃមួយដ៏ធំដែលមានអានុភាពដើម្បីផ្លាស់ប្ដូរអារម្មណ៍របស់មនុស្សទូទៅអត្តកម្បាំងដំបូងដើម្បីធ្វើឲ្យខ្លួនខ្លាចខ្លួនជាមហាសេដ្ឋីគឺសាមញ្ញបំផុតការស្រមើសម័យច្រើនត្រូវឲ្យខ្លួនអ្នកមានការស្រមើសម័យមានការនឹកចង់បានអ្វីមួយជាមុនសិនថាតើអ្នកចង់បានជីវិតរបស់អ្នកខ្លាចជាបែបណាហើយការគិតអំពីចំនួនប្រាក់ដែលអ្នកចង់បាននិងប្រាក់ដែលមានស្រាប់រាល់មនុស្សប្រុសស្រីដែលមានឈ្មោះល្បីល្បាញសុទ្ធតែចាប់ផ្ដើមពីការស្រមើសម័យអំពីអ្វីមួយដែលអស្ចារ្យហើយខុសពីអ្វីដែលពួកគេមានសពថ្ងៃអ្នកនឹងហើយចម្រៀងមួយបានជានឹងថាបើសិនមកអ្នកមានការសុបិនបើចង់ឲ្យការសម្បត្តិរបស់អ្នកខ្លាចជាការពិតវាគឺជាការពិតសម្រាប់អ្នកនិងអ្នកផ្សេងទៀតត្រូវសម័យថាអ្នកអាចមានអ្វីទាំងអស់នៅក្នុងជីវិតរបស់អ្នកដោយគ្មានការកំណត់ឥឡូវនេះអ្នកសម័យថាអ្នកមានពេលវេលាមានមាសប្រាក់មានការសិក្សាមានបទពិសោធន៍មានមិត្តភ័ក្តិមានទំនាក់ទំនងមានធនធាននិងមានអ្វីគ្រប់បែបយ៉ាងដែលអ្នកត្រូវការដើម្បីសម្រេចអ្វីមួយដែលអ្នកចង់បាននៅក្នុងជីវិតរបស់អ្នកប្រសិនបើសក្តានុពលភាពប្រព្រឹត្តទៅដោយគ្មានការកំណត់តែអ្នកចង់បានជីវិតបែបណាសម្រាប់ខ្លួនអ្នកនិងគ្រួសាររបស់អ្នកការអនុវត្តការគិតត្រឡប់ពីអនាគតមកវិញនេះគឺជាវិធីសាស្ត្រដែលមានឥទ្ធិពលខ្លាំងណាស់ដែលត្រូវបានអនុវត្តឥតឈប់ឈរដោយអ្នកប្រាជ្ញល្បីៗនៅក្នុងការគិតនេះមានឥទ្ធិពលយ៉ាងអស្ចារ្យលើគំនិតនិងអាកប្បកិរិយារបស់អ្នកខាងក្រោមនេះគឺជារបៀបក្នុងការគិតអ្នកត្រូវតែរៀបចំគម្រោងខ្លួនឯងសម្រាប់រយៈពេល5ឆ្នាំខាងមុខហើយស្រមៃថារយៈពេល5ឆ្នាំកន្លងហួសទៅហើយគិតថាជីវិតរបស់អ្នកឥឡូវនេះពោពេញទៅដោយភាពល្អឥតខ្ចោះគ្រប់ប្រការសួរខ្លួនឯងថាតើជីវិតរបស់អ្នកដូចម្តេចដែរតើអ្នកកំពុងធ្វើអ្វីតើអ្នកធ្វើការនៅឯណាដែរតើអ្នករកលុយបានប៉ុន្មានតើអ្នកមានលុយប៉ុន្មាននៅក្នុងធនាគារហើយជីវភាពរបស់អ្នកឥឡូវនេះយ៉ាងម៉េចដែរបង្កើតទស្សនវិស័យសម្រាប់ខ្លួនឯងរយៈពេលយូរអង្វែងទៅថ្ងៃអនាគតបន្ទាប់មកមានទស្សនវិស័យទៅលើខាងសុខភាពសុភមង្គលវិបលភាពឲ្យកាន់តែច្បាស់ហើយអ្នកធ្វើដំណើរទៅកាន់វាឲ្យលឿនពេលនោះវាក៏ធ្វើដំណើរមករកអ្នកកាន់តែឆាប់ដែរនៅពេលដែលអ្នកបង្កើតរូបភាពនៅក្នុងគំនិតរបស់អ្នកច្បាស់លាស់ហើយតើអ្នកធ្វើអ្វីនៅក្នុងជីវិតរបស់អ្នកហើយអ្នកត្រូវតែជំរុញចិត្តប្រាជ្ញាឲ្យខ្លាចទៅជាការពិតអ្នកត្រូវតែធ្វើឲ្យវាកើតឡើងនៅការច្នៃប្រឌិតពីធម្មជាតិហើយផុសចេញពីគំនិតបន្ទាប់ពីគំនិតដែលជួយធ្វើឲ្យទស្សនវិស័យរបស់អ្នកខ្លាចជាការពិតអ្នកត្រូវទទួលទន្ទឹងរកការធ្វើដំណើរនៅក្នុងទិសដៅការស្រមៃក្នុងទស្សនវិស័យរបស់អ្នកគ្រប់សកម្មភាពដែលអនុញ្ញាតឲ្យខ្លួនអ្នកមានការសម័យវាពិតជាការបង្កើនជំនឿទុកចិត្តលើខ្លួនឯងហើយនឹងធ្វើឲ្យអ្នកចូលចិត្តនិងគោរពខ្លួនអ្នកកាន់តែខ្លាំងវានឹងធ្វើឲ្យអ្នកកាន់តែប្រសើរឡើងនៅមោទនភាពរបស់អ្នកនិងបង្កើននៅកម្រិតនៃការជឿជាក់របស់ខ្លួនឯងជាងនេះទៅទៀតវានឹងបង្កើននៅកម្លាំងនៃការគោរពខ្លួនឯងនិងសុភមង្គលរបស់ខ្លួនឯងផងដែរហើយមានកម្លាំងអ្វីមួយនៃការសម័យទស្សនវិស័យគួរឲ្យអស្ចារ្យដែលដាស់តឿនអ្នកឲ្យធ្វើអ្វីមួយដែលល្អជាងអ្នកធ្លាប់ធ្វើពីមុនមកខាងក្រោមនេះគឺជាសំណួរសម្រាប់សួរហើយឆ្លើយឲ្យបានច្រើនដងតែខ្ញុំគួរតែហ៊ានសម័យទៅលើវាទេបើខ្ញុំដឹងថាខ្ញុំអាចធ្វើវាបានបើសិនមកអ្នកមានការធានាទទួលខុសត្រូវទាំងស្រុងទៅលើការទទួលជោគជ័យជំនះនៅក្នុងគោលបំណងមួយនៅក្នុងជីវិតរបស់អ្នកធំឬតូចប្រើរយៈពេលយូរឬឆាប់ដើម្បីធ្វើវាថាតើគោលបំណងរបស់អ្នកនោះគឺអ្វីតើអ្នកហ៊ានសម័យពីវាទេបើអ្នកដឹងថាអាចធ្វើវាបានអ្វីក៏ដោយដែលជាគោលបំណងរបស់អ្នកចូលសរសេរវាទុកហើយស្រមៃថាអ្នកបានធ្វើវាសម្រេចរួចហើយនៅគោលបំណងនោះបន្ទាប់មកត្រឡប់មកគិតនៅក្នុងបច្ចុប្បន្នវិញថាតើស្ថានភាពរបស់អ្នកឥឡូវនេះយ៉ាងម៉េចដែរតើអ្នកត្រូវធ្វើអ្វីខ្លះដើម្បីសម្រេចគោលបំណងរបស់អ្នកតើអ្នកគួរតែហ៊ានផ្លាស់ប្ដូរអ្វីមួយនៅក្នុងជីវិតរបស់អ្នកតើអ្វីដែលអ្នកគួរចាប់ផ្ដើមដើម្បីធ្វើហើយអ្វីដែលអ្នកគួរបោះបង់នរណាខ្លះដែលនៅជាមួយអ្នកនរណាខ្លះដែលមិននៅជាមួយអ្នកប្រសិនបើជីវិតរបស់អ្នកល្អគ្រប់ប្រការហើយតើមើលទៅដូចមិនដេចដែរអ្វីក៏ដោយដែលអ្នកបានធ្វើផ្សេងពីគ្នាចូលចាត់ទុកវាទាំងនោះគឺជាជំហានទី1នៅថ្ងៃនេះការសម័យគឺជាចំណុចចាប់ផ្ដើមដើម្បីសម្រេចគោលបំណងនៃហិរញ្ញវត្ថុរបស់អ្នកហេតុផលតែមួយគត់ដែលមនុស្សជាច្រើនមិនទទួលបានជ័យជំនះទៅលើផ្នែកនេះពីព្រោះពួកគេទាំងអស់មិនដែលគិតឬសម័យអំពីវាដែលពួកគេអាចធ្វើបានម្យ៉ាងវិញទៀតពួកគេមិនដែលព្យាយាមហើយពួកគេមិនដែលចាប់ផ្ដើមពួកគេបន្តធ្វើអ្វីដដែលលើហិរញ្ញវត្ថុហើយចំណាយអ្វីទាំងអស់ដែលពួកគេបាននឹងច្រើនជាងនេះទៅទៀត
ប៉ុន្តែនៅពេលនេះអ្នកចាប់ផ្ដើមសេចក្តីសមាសម័យអំពីការទទួលជោគជ័យខាងហិរញ្ញវត្ថុហើយអ្នកចាប់ផ្ដើមបដូរពិធីដែលអ្នកបានឃើញដោយខ្លួនឯងនិងជីវិតរបស់អ្នកចាប់ផ្ដើមធ្វើវាបន្តិចម្ដងរហូតដល់ទីដៅដែលអ្នកបានផ្លាស់ប្ដូរល្អជាងមុនការសមាសម័យគឺជាចំណុចចាប់ផ្ដើមដើម្បីសម្រេចគោលបំណងនៃហិរញ្ញវត្ថុរបស់អ្នកនិងធ្វើឲ្យអ្នកខ្លាចខ្លួនជាមហាអធិដោយខ្លួនឯងចូលធ្វើតារាងនៅអ្វីដែលអ្នកគួរធ្វើឬមានបំណងចង់ធ្វើវាប្រសិនបើអ្នកជឿជាក់ថាទទួលបាននូវជោគជ័យបន្ទាប់មកសម្រេចចិត្តលើសកម្មភាពជាក់លាក់មួយហើយធ្វើវាភ្លាមជោគជ័យនៃអាថ៌កំបាំងទី2មានគម្រោងច្បាស់លាស់ដើម្បីកំណត់គោលដៅមនុស្សដែលមានគោលដៅច្បាស់លាស់ទោះបីជាគេស្ថិតនៅលើផ្លូវកក្រើមកលិចកលុកយ៉ាងណាក៏ដោយក៏អាចដើរទៅមុខរួចព្រោះគេដឹងគោលដៅដែលត្រូវទៅមនុស្សដែលគ្មានគោលដៅទោះបីជាគេស្ថិតនៅលើផ្លូវដែលរលងយ៉ាងណាក៏ដោយក៏គេមិនអាចទៅមុខរួចពីព្រោះគេមិនដឹងគោលដៅដែលត្រូវទៅលុះត្រាតែអ្នកព្យាយាមកែច្នៃជីវិតរបស់អ្នកបើមិនដូច្នេះទេកលៈទេសៈនឹងកែប្រែជីវិតអ្នកជាមិនខានអ្នកត្រូវតែធ្វើការលះបង់និងពុះពៀដើម្បីសម្រេចគោលដៅដែលអ្នកពោលប្រាថ្នាហើយជ្រើសរើសគោលដៅដែលល្អបំផុតពេលនេះចូលអ្នកយកក្តីសម័យរបស់អ្នកចេញគិតវាឲ្យច្បាស់លាស់ជាពិសេសសរសេរវានៅក្នុងគោលបំណងរបស់អ្នកមិនអាចចាប់ផ្ដើមផែនការអ្វីមួយដោយមិនមានគោលដៅនោះបានឡើយរបបកំហឹងដ៏អស្ចារ្យជាច្រើននៅក្នុងប្រវត្តិសាស្ត្រមនុស្សគឺថាអ្នកនឹងខ្លាចជាអ្វីមួយដែលអ្នកគិតពីវាគ្រប់ពេលវេលាកត្តាពីរដែលប្រសើរបំផុតនោះគឺថាកំណត់នៅអ្វីដែលកើតមានចំពោះអ្នកនៅក្នុងជីវិតគឺកំណត់នៅអ្វីដែលអ្នកគិតពងប្រាថ្នានិងវិធីសាស្ត្រដែលអ្នកគិតពងគ្រប់ពេលមនុស្សដែលទទួលបានជោគជ័យគឺតែងតែគិតអំពីគោលដៅរបស់គេគ្រប់ពេលវេលាដោយនេះលទ្ធផលញ៉ាំងឲ្យពួកគេផ្លាស់ប្ដូរទៅកាន់គោលដៅរបស់គេជាបន្តបន្ទាប់ហើយគោលដៅរបស់គេក៏ផ្លាស់ទីមករកគេបើអ្នកតែងតែគិតអំពីនិយាយអំពីនិងនឹកឃើញដល់គោលដៅរបស់អ្នកកាន់តែមានទំនោរទៅរកជោគជ័យជាងមនុស្សធម្មតាដែលមិនខ្វល់ដែលទូទៅតែងតែគិតនិងនិយាយអំពីទុក្ខកង្វល់របស់គេនិងបញ្ហាគ្រប់ពេលនេះគឺជារូបមន្តសាមញ្ញទាំង7ចំណុចដែលកំណត់គោលដៅដែលអ្នកអាចប្រើប្រាស់ដើម្បីក្លាយខ្លួនជាមហាសេដ្ឋីទី1សម្រេចចិត្តឲ្យច្បាស់នៅអ្វីដែលអ្នកចង់បាននៅក្នុងជីវិតហិរញ្ញវត្ថុរបស់អ្នកទី2សរសេរគោលដៅរបស់អ្នកឲ្យបានច្បាស់លាស់នៅលើกระดาษពេលដែលអ្នកសរសេរអំពីគោលបំណងរបស់អ្នកពេលនោះវានឹងមានការកើតឡើងខុសប្លែកពីគ្នារវាងខួរក្បាលរបស់អ្នកនិងអ្នកដទៃទី3កំណត់ពេលវេលាជាក់លាក់សម្រាប់គោលដៅប្រសិនបើគោលដៅនោះធំត្រូវតែចែកផ្នែកតូចៗដើម្បីកំណត់ពេលវេលាផងដែរចូលកំណត់ចំណុចសំខាន់ដើម្បីឲ្យអ្នកទទួលបានជោគជ័យទី4ធ្វើបញ្ជីសម្រាប់កត់ត្រានៅអ្វីដែលអ្នកនឹកឃើញពេលនោះអ្នកនឹងអាចសម្រេចគោលដៅនីមួយៗបានដោយដែលអ្នកគិតឃើញគំនិតថ្មីហើយកត់ត្រាបន្ថែមចូលទៅក្នុងបញ្ជីរបស់អ្នកតើតើអ្នកគិតថាវាគ្រប់គ្រាន់ហើយទី5រៀបចំបញ្ជីរបស់អ្នកជាគម្រោងនៃសកម្មភាពហើយកំណត់នៅអ្វីដែលអ្នកធ្វើដំបូងនិងអ្វីដែលអ្នកធ្វើបន្តទៀតជាការសម្រេចចិត្តនៅអ្វីដែលមានសារៈសំខាន់ជាងគេទី6ចាត់វិធានការធ្វើទៅតាមផែនការរបស់អ្នកជាបន្ទាន់ហើយគិតថាគោលដៅប៉ុន្មានដែលល្អប្រសើរនិងថាផែនការណាខ្លះដែលមិនពិតដោយសារការពន្យាពេលចំណុចទី7ចំណុចសំខាន់នោះគឺដោយគ្រាន់តែធ្វើអ្វីមួយរៀងរាល់ថ្ងៃដែលអាចផ្លាស់ប្ដូរអ្នកយ៉ាងហោចណាស់ក៏គោលដៅទៅមុខមួយជំហានខិតកាន់តែជិតទៅរកគោលដៅធំអ្នកត្រូវតែបដិញ្ញាចិត្តធ្វើវាជារៀងរាល់ថ្ងៃនិងយ៉ាងឲ្យអ្នកទទួលបានជោគជ័យដ៏ធំនៅក្នុងផ្នែកណាមួយដែលអ្នកធ្វើឲ្យបានជោគជ័យនេះគឺជាលំហាត់សម្រាប់អ្នកចូលអ្នកទាញក្រដាស់មកសរសេរពាក្យថាគោលដៅនៅចុងទំព័រនៃការបរិច្ឆេទនេះបន្ទាប់មកធ្វើបញ្ជី10គោលដៅដែលអ្នកចង់បានសម្រេចនៅ12ខែក្រោយចូលអ្នកសរសេរគោលដៅរបស់អ្នកក្នុងពេលបច្ចុប្បន្នដោយនេះការគិតរយៈពេល1ឆ្នាំកន្លងផុតទៅអ្នកនឹងបានសម្រេចវារួចហើយចាប់ផ្ដើមនៅគោលដៅនីមួយៗដោយពាក្យថាខ្ញុំដើម្បីបញ្ជាក់ច្បាស់នៅគោលដៅរបស់អ្នកដោយគ្រាន់តែបង្កើតបញ្ជីដែលមាន10គោលដៅសម្រាប់អ្នកចូលទៅក្នុងក្រុមពិសេសមួយដែលមានត្រឹមតែ 3% នៃមនុស្សពេញវ័យនៅក្នុងសង្គមរបស់អ្នករឿងពិតដែលគួរឲ្យសោកស្ដាយនោះគឺមនុស្ស 97% មិនបានធ្វើបញ្ជីកត់ត្រាគោលដៅជីវិតទាំងមូលរបស់ពួកគេឡើយនៅពេលដែលអ្នកមានបញ្ជីកត់ត្រាគោលដៅទាំង10ចូលមើលឲ្យល្អិតល្អន់ហើយសួរថាតើគោលដៅណាមួយនៅលើបញ្ជីដែលល្អជាងគេសម្រាប់ជីវិតអ្នកបើសិនបើអ្នកធ្វើវាបានសម្រេចនោះចម្លើយបែបណាក៏ដោយចំពោះសំណួរនេះគូរង្វង់លើគោលដៅនោះហើយយកធ្វើជាគោលដៅចម្បងហើយសំខាន់បំផុតសម្រាប់អនាគតកំណត់ពេលវេលាធ្វើគម្រោងដើម្បីចាត់វិធានការទៅលើផែនការរបស់អ្នកហើយធ្វើអ្វីមួយជារៀងរាល់ថ្ងៃដើម្បីផ្លាស់ប្ដូរអ្នកទៅកាន់គោលដៅចាប់ផ្ដើមពីពេលនេះតទៅត្រូវគិតនិងនិយាយពីគោលដៅគ្រប់ពេលអ្នកនឹងនិយាយពីមធ្យោបាយសម្រាប់ទៅដល់គោលដៅរបស់អ្នកនោះហើយអ្នកយកមកអនុវត្តលើគោលដៅនោះដោយពិតប្រាកដនេះគឺគ្រាន់តែជាលំហាត់ដើម្បីដាស់តឿនគំនិតរបស់អ្នកហើយលើកទឹកចិត្តអ្នកឲ្យស្វាហាប់ឡើងនិងបើកចំហឲ្យធំនៅសក្តានុពលរបស់អ្នកឲ្យកាន់តែខ្លាំងថែមទៀតលំហាត់អនុវត្តយើងត្រូវគិតលើกระดาษជាមុនសិនហើយអង្គុយចាប់ផ្ដើមសរសេរពីគោលបំណងរបស់អ្នកចេញមកនិងរៀបរាប់ពីគម្រោងដើម្បីសម្រេចវាវិធីនេះនឹងធ្វើឲ្យអ្នកក្លាយជាមហាអធិដោយខ្លួនឯងជោគជ័យនៃអាថ៌កំបាំងទី3ចាត់ទុកខ្លួនអ្នកជាអ្នកបម្រើខ្លួនរបស់អ្នកខ្ញុំគឺជាអ្នកគ្រប់គ្រងជីវិតរបស់ខ្ញុំគឺជាអ្នកកំណត់ព្រេងវាសនារបស់ខ្ញុំ
ចាប់តាំងពីពេលនេះតទៅអ្នកត្រូវតែមានការទទួលខុសត្រូវ 100% ចំពោះទង្វើរបស់អ្នកហើយអ្នកមិនត្រូវចោទឬស្ដីបន្ទោសទៅលើអ្នកដទៃចំពោះបញ្ហាឬរឿងរ៉ាវរបស់អ្នកចូលបញ្ឈប់នៅការត្អូញត្អែអំពីរឿងនៅក្នុងជីវិតរបស់អ្នកដែលអ្នកមិនសប្បាយចិត្តនិងមិនត្រូវរិះគន់រឿងណាមួយរបស់អ្នកដទៃឡើយអ្នកត្រូវតែមានការទទួលខុសត្រូវប្រសិនបើអ្នកមានបញ្ហាអ្វីមួយនៅក្នុងជីវិតរបស់អ្នកវាអាស្រ័យលើអ្នកដើម្បីធ្វើការផ្លាស់ប្ដូរវាជាតិអាមេរិកកាំង 3% ដែលជាមនុស្សកំពូលពួកគេតែងចាត់ទុកខ្លួនឯងជាអ្នកបម្រើខ្លួនឯងហើយគ្មានបញ្ហាទេដែលពួកគេត្រូវចំណាយលុយលើខ្លួនឯងប៉ុន្តែកំហុសដ៏ធំបំផុតដែលតែងតែកើតនោះគឺអ្នកគិតថាការងារដែលអ្នកកំពុងធ្វើគឺបម្រើឲ្យអ្នកដទៃគឺមិនមែនដើម្បីខ្លួនឯងទេតាមពិតអ្នកតែងតែធ្វើការដើម្បីបម្រើខ្លួនឯងជានិច្ចគ្មានបញ្ហាទេទោះបីជាកន្លែងណាក៏ដោយអ្នកអាចធ្វើបានគ្រប់ពេលវេលាគ្រាន់តែអ្នកចាត់ទុកថាការងារដែលអ្នកបម្រើគេនោះគឺជាការងាររបស់អ្នកផ្ទាល់ហើយប្រឹងធ្វើវាឲ្យអស់ពីសមត្ថភាពរបស់អ្នកនៅពេលដែលអ្នកចាត់ទុកខ្លួនអ្នកគឺជាអ្នកបម្រើរបស់ខ្លួនអ្នកហើយអ្នកនឹងអភិវឌ្ឍក្នុងគំនិតឯករាជ្យផ្ទាល់ខ្លួនទំនោរទទួលខុសត្រូវដោយបុគ្គលខ្លួនឯងដែលចាប់ផ្ដើមដោយខ្លួនឯងហើយជំនួសការរងចាំហេតុការណ៍ដែលកើតឡើងត្រូវធ្វើវាឲ្យកើតឡើងអ្នកត្រូវតែចាត់ទុកខ្លួនអ្នកជាអ្នកគ្រប់គ្រងជីវិតរបស់អ្នកផ្ទាល់ការទទួលខុសត្រូវទាំងស្រុងសុខភាពរាងកាយរបស់អ្នកធ្វើឲ្យកាន់តែល្អប្រសើរខាងហិរញ្ញវត្ថុអាជីពរបស់អ្នកការទំនាក់ទំនងរបស់អ្នកឆាកជីវិតរបស់អ្នកប្រទេសរបស់អ្នកឡានរបស់អ្នកនិងអ្វីផ្សេងទៀតដែលជាអត្ថប្រយោជន៍របស់អ្នកនេះគឺជាការកំណត់ចិត្តខ្លួនឯងដើម្បីធ្វើខ្លួនឲ្យក្លាយជាមហាសេដ្ឋីមនុស្សដែលមានទំនោរទទួលខុសត្រូវលើខ្លួនឯងគឺជាការដំណងលទ្ធភាពយ៉ាងខ្លាំងហើយពួកគេតែងតែធ្វើការចាប់អារម្មណ៍ចាប់ផ្ដើមមានកម្រិតខ្ពស់ហើយពួកគេតែងតែធ្វើការចាប់អារម្មណ៍ដោយមានកម្រិតខ្ពស់ពួកគេស្ម័គ្រចិត្តដើម្បីការងារនិងកាន់តែស្នើសុំឲ្យមានការទទួលខុសត្រូវថែមទៀតវាគឺជាលទ្ធផលដែលនាំឲ្យពួកគេប្រែប្រួលទៅជាមនុស្សដែលមានតម្លៃនិងគួរឲ្យគោរពនៅក្នុងអង្គការរបស់ពួកគេត្រៀមលក្ខណៈបន្តដើម្បីតំណែងកាន់តែខ្ពស់នឹងការទទួលខុសត្រូវនៅក្នុងពេលអនាគតដូចនេះអ្នកគួរធ្វើតាមនឹងដែរនេះគឺជាសំណួរមួយប្រសិនបើអ្នកគឺជាប្រធានក្រុមហ៊ុននៅថ្ងៃណាមួយឬទទួលខុសត្រូវទាំងស្រុងចំពោះលទ្ធផលនៃកន្លែងការងារដែលអ្នកធ្វើការតែការផ្លាស់ប្ដូរអ្វីមួយដែលអ្នកត្រូវអនុវត្តជាបន្ទាន់អ្វីក៏ដោយត្រូវតែសេវាធ្វើផែនការមួយនឹងចាប់ផ្ដើមនៅថ្ងៃនេះសកម្មភាពនេះនឹងផ្លាស់ប្ដូរជីវិតរបស់អ្នកលំហាត់អនុវត្តការបង្ហាញមូលហេតុនៃចំណង់ចំណូលចិត្តរបស់អ្នកនិងការអភ័យទោសដែលឥតសង្ស័យនៅក្នុងចិត្តចំពោះគោលដៅខាងហិរញ្ញវត្ថុរបស់អ្នកតើមាននរណាម្នាក់ឬរឿងអ្វីដែលស្ដីបន្ទោសអ្នកថាជាការឈ្នានីសអ្នកឬជាឧបសគ្គរបស់អ្នកអ្វីក៏ដោយវាអាចជាការទទួលខុសត្រូវទាំងស្រុងចំពោះជីវិតនិងសកម្មភាពរបស់អ្នកថ្ងៃនេះជោគជ័យនៃអាថ៌កំបាំងទី4ចូលធ្វើអ្វីដែលអ្នកពេញចិត្តនៅពេលដែលអ្នកចាប់ផ្ដើមធ្វើអ្វីដែលអ្នកពិតជាចូលចិត្តពេលនោះអ្នកនឹងមិនធ្វើការងារនោះនៅថ្ងៃផ្សេងឡើយនៅក្នុងជីវិតរបស់អ្នកពេលអ្នកធ្វើអ្វីដែលអ្នកពេញចិត្តធ្វើគឺជាការសម្ងាត់មួយដើម្បីទទួលជោគជ័យផ្នែកហិរញ្ញវត្ថុរឿងមួយក្នុងការទទួលខុសត្រូវដំបូងរបស់អ្នកនៅក្នុងជីវិតរបស់អ្នកគឺស្វែងរកអ្វីដែលអ្នកចូលចិត្តធ្វើយ៉ាងពិតប្រាកដនិងទេពកោសល្យរបស់អ្នកពីធម្មជាតិពូកែខាងអ្វីហើយបន្ទាប់មកប្រមូលកម្លាំងកាយចិត្តធ្វើការងារនោះឲ្យបានល្អមនុស្សដែលបានខ្លាចជាមហាសេដ្ឋីដោយខ្លួនឯងគឺពួកគេទាំងនោះបានស្វែងរកនៅចំណុចខ្លាំងពីធម្មជាតិរបស់ពួកគេហើយសមត្ថភាពគឺជាអ្វីដែលត្រូវបានគេទាមទារដើម្បីធ្វើការនិងដើម្បីសម្រេចនៅលទ្ធផលដែលគេចង់បានយ៉ាងពិតប្រាកដអ្នកដែលបានខ្លាចជាមហាសេដ្ឋីដោយខ្លួនឯងគេនិយាយថាពួកគេមិនដែលធ្វើការមួយថ្ងៃណាឡើយនៅក្នុងជីវិតរបស់ពួកគេអ្នកត្រូវតែស្វែងរកជំនាញណាមួយដែលអ្នកអាចធ្វើបានយ៉ាងល្អដូចជាការងារឬកន្លែងណាមួយដែលអ្នកពេញចិត្តដែលអ្នកមានការប្រឹងប្រែងដែលសម្រេចចេញនូវការប៉ិនប្រសប់និងសមត្ថភាពរបស់អ្នកនៅពេលដែលអ្នកកំពុងធ្វើអ្វីមួយដែលអ្នកពេញចិត្តអ្នកហាក់ដូចជាមានការសប្បាយមានកម្លាំងចិត្តនិងមានគំនិតធ្វើអ្វីដែលអ្នករឹតតែធ្វើល្អជាងមុនទៅទៀតខាងក្រោមនេះគឺជាសំណួរសម្រាប់អ្នកប្រសិនបើអ្នកឈ្នះប្រាក់$1លានមិនចាំបាច់បង់ពន្ធនៅថ្ងៃនេះតើអ្នកបន្តធ្វើនៅអ្វីដែលអ្នកកំពុងធ្វើពេលនេះឬទេខាងលើនេះគឺជាសំណួរដ៏អស្ចារ្យមួយសំណួរនេះគឺសួរអ្នកយ៉ាងសាមញ្ញនៅអ្វីដែលអ្នកចង់ធ្វើបើសិនបើអ្នកមានលុយនិងពេលវេលាគ្រប់គ្រាន់ដែលអ្នកត្រូវការហើយអ្នកមានសិទ្ធិជ្រើសរើសនៅមុខរបររបស់អ្នកបានខ្លាចជាមហាសេដ្ឋីដល់ខ្លួនឯងបើសិនបើពួកគេឈ្នះប្រាក់$1លានពួកគេនឹងបន្តធ្វើអ្វីដែលពួកគេបានធ្វើពួកគេធ្វើអ្វីដែលពួកគេចង់ធ្វើតែមួយគត់ឬធ្វើការនោះឲ្យបានល្អជាងមុនហើយពួកគេចូលចិត្តការងាររបស់ពួកគេខ្លាំងណាស់នៅពេលដែលពួកគេមិនដែលគិតលះបង់នឹងចូលរបត់ឡើយប្រហែលជាមានការទទួលខុសត្រូវដ៏ធំធេងចំពោះមនុស្សដែលមានអាយុពេញវ័យនៅពេលដែលអ្នកជុំវិញខ្លួនរបស់ពួកគេជ្រើសរើសនៅមុខរបរនិងអាជីពដ៏ច្រើននិងខុសៗគ្នាដូចនេះសម្រាប់អ្នកស្វែងរកនៅអ្វីដែលអ្នកចង់ធ្វើយ៉ាងពិតប្រាកដហើយបន្ទាប់មកចាប់ផ្ដើមវាដោយខ្លួនឯងហើយគ្មាននរណាម្នាក់ក្រៅពីអ្នកអាចធ្វើវាបានទេលំហាត់អនុវត្តកំណត់ការងារណាមួយដែលអ្នកពេញចិត្តបំផុតតើសកម្មភាពអ្វីខ្លះដែលអ្នកទទួលខុសត្រូវសំខាន់បំផុតសម្រាប់ការទទួលជោគជ័យនៅក្នុងជីវិតរបស់អ្នកដល់ពេលបច្ចុប្បន្នបើសិនបើអ្នកធ្វើកិច្ចការគ្រប់យ៉ាងហើយទទួលបានជោគជ័យនោះតើអ្នកជ្រើសរើសអ្វីកំណត់វាដូចជាគោលបំណងមួយរៀបចំគម្រោងចាប់ផ្ដើមនិងអនុវត្តការងារនោះទៅតាមគោលដៅជោគជ័យនៃអាថ៌កំបាំងទី5ការតាំងចិត្តល្អឥតខ្ចោះគុណសម្បត្តិរបស់អ្នកត្រូវបានកំណត់ដោយជំរឿននៃការបដិញ្ញាធ្វើអ្វីមួយឲ្យកាន់តែប្រសើរឡើងទោះបីជា
វិស័យអ្វីក៏ដោយឲ្យតែអ្នកបានជ្រើសរើសដំណោះស្រាយនៅថ្ងៃនេះគឺជាមធ្យោបាយដ៏ល្អបំផុតកំណត់គោលដៅមួយដល់ខ្លួនអ្នកដើម្បីចូលក្នុងចំណោមមនុស្សកំពូលដែលមាន 10% នៅក្នុងវិស័យរបស់អ្នកការសម្រេចចិត្តនេះដើម្បីធ្វើឲ្យអ្នកកាន់តែល្អនៅអ្វីដែលអ្នកអាចធ្វើគឺជាចំណុចរបត់នៅក្នុងជីវិតរបស់អ្នកមនុស្សទាំងអស់ដែលទទួលបានជោគជ័យគឺគេត្រូវបានទទួលស្គាល់ថាជាសមត្ថភាពដ៏អស្ចារ្យនៅក្នុងវិស័យដែលពួកគេបានជ្រើសរើសអ្នកចងចាំថាគ្មាននរណាដែលប្រសើរជាងអ្នកគ្មាននរណាដែលឆ្លាតជាងអ្នកមនុស្សគ្រប់រូបនៅក្នុងចំណោមមនុស្សកំពូល 10% សុទ្ធតែបានចាប់ផ្ដើមក្រោយចំណោមមនុស្សទាប 10% មនុស្សគ្រប់រូបដែលកំពុងបានធ្វើល្អគឺដោយសារបទពិសោធន៍នៃការមិនធ្វើល្អពីមុនមកនេះគឺជាច្បាប់ដ៏ល្អមួយសម្រាប់ជោគជ័យជីវិតរបស់អ្នកកាន់តែល្អប្រពៃនៅពេលដែលខ្លួនរបស់អ្នកល្អប្រសើរការរីកចម្រើនរបស់មនុស្សគ្មានព្រំដែនទេហើយការធ្វើឲ្យជីវិតរបស់មនុស្សល្អប្រសើរក៏គ្មានព្រំដែនដែរសេចក្តីសម្រេចចិត្តរបស់អ្នកកាន់តែល្អឥតខ្ចោះនៅពេលដែលអ្នកធ្វើអ្វីមួយដើម្បីបោះជំហានចូលចំណោមមនុស្ស 10% នៅក្នុងវិស័យរបស់អ្នកដែលជាចំណុចរបត់របស់ជីវិតរបស់អ្នកវាគឺជាកូនសោមួយដើម្បីឆ្ពោះទៅកាន់ភាពជោគជ័យវាក៏ជាការបង្កើតនៅការគោរពចំពោះខ្លួនឯងដែលមានកម្រិតនៅពេលដែលអ្នកពិតជាស្ទាត់ជំនាញនៅអ្វីដែលអ្នកបានធ្វើអ្នកមានអារម្មណ៍ថាខ្លួនឯងអស្ចារ្យណាស់ការធ្វើឲ្យកាន់តែល្អឥតខ្ចោះវាគឺជាការជះឥទ្ធិពលដល់ចរិតលក្ខណៈរបស់អ្នកទាំងស្រុងនិងរាល់ទំនាក់ទំនងជាមួយមនុស្សដទៃទៀតអ្នកមានអារម្មណ៍ថារំភើបរីករាយនិងមោទនភាពនៅពេលដែលអ្នកដឹងថាអ្នកនឹងស្ថិតនៅចំណុចកំពូលនៅក្នុងអាជីពរបស់អ្នកនេះគឺជាសំណួរនៅក្នុងចំណោមមនុស្សដែលមានសារៈសំខាន់ដើម្បីឲ្យអ្នកចោទសួរនិងឆ្លើយចំពោះអាជីពរបស់អ្នកទាំងមូលខ្ញុំធ្វើវាកាន់តែល្អប្រសើរតើវាមានឥទ្ធិពលដល់ជីវិតរបស់ខ្ញុំឬអ្នកមិនអាចធ្វើអ្វីៗបានល្អទាំងអស់នោះទេប៉ុន្តែអ្នកអាចបង្ហាញនូវជំនាញមួយដែលជួយឲ្យអ្នកខ្លាំងបានហើយបន្ទាប់មកដាក់ចិត្តទាំងស្រុងលើជំនាញនោះកំណត់គោលដៅនិងសរសេរវាឡើងកំណត់ពេលវេលានិងផែនការធ្វើការងារឲ្យកាន់តែប្រសើររៀងរាល់ថ្ងៃអ្នកនឹងទទួលបាននូវការគិតយ៉ាងល្អផ្សេងៗនិងការតាំងចិត្តធ្វើជីវិតរបស់អ្នកបានល្អប្រពៃហើយធ្វើឲ្យអ្នកខ្លាចជាមហាថៃនៅក្នុងជីវិតរបស់អ្នកលំហាត់អនុវត្តបង្ហាញពីទំហំលទ្ធផលដ៏សំខាន់នៅក្នុងការទទួលមុខងាររបស់អ្នកតើផ្នែកណាមួយនៃការងាររបស់អ្នកដែលចាំបាច់ធ្វើឲ្យវាខ្លាចជាគំរូល្អចង់ដើម្បីផ្លាស់ប្ដូរអ្នកទៅចំណុចកំពូលរបស់អ្នកតើកន្លែងណាខ្លះដែលអ្នកខ្លាំងនិងកន្លែងណាខ្លះដែលអ្នកខ្សោយធ្វើផែនការនៅថ្ងៃនេះដើម្បីជ្រើសរើសនៅជំនាញមួយដែលអាចជួយអ្នកខ្លាំងបានជោគជ័យនៃអាថ៌កំបាំងទី6ធ្វើការកាន់តែយូរកាន់តែពិបាកខ្ញុំធ្វើការងារកាន់តែពិបាកកាន់តែជួបនៅសំណាងដើម្បីខ្លាចខ្លួនទៅជាមហាសិទ្ធិគឺត្រូវពុះពៀធ្វើការងារដែលពិបាកដើម្បីចាប់ផ្ដើមធ្វើឲ្យបានមុនយើងត្រូវធ្វើការងារពិបាកសម្រាប់ថ្ងៃក្រោយយើងត្រូវចាប់ផ្ដើមធ្វើការងារកាន់តែពិបាកដោយចំណាយពេលវេលាធ្វើកាន់តែច្រើនជាងពេលសម្រាប់ដើម្បីឲ្យខ្លួនខ្លាចជាអ្នកមានកេរ្តិ៍ឈ្មោះនៅក្នុងចំណោមមនុស្សដែលធ្វើការងារពិបាកបំផុតនៅក្នុងផ្នែកគំនិតរបស់អ្នកហើយមនុស្សគ្រប់រូបតែងតែជឿរឿងនេះចូលអនុវត្តនៅរូបមន្ត40ប្រការបន្ថែមទៀតរូបមន្តនេះគឺអ្នកដែលធ្វើការរយៈពេល40ម៉ោងក្នុងមួយសប្តាហ៍គឺដើម្បីរស់ធ្វើអ្វីៗលើសពី40ម៉ោងក្នុងមួយសប្តាហ៍គឺដើម្បីជោគជ័យបើសិនបើអ្នកធ្វើការងារតែ40ម៉ោងក្នុងមួយសប្តាហ៍ប៉ុណ្ណោះហើយបច្ចុប្បន្ននេះការងារជាមធ្យមដែលធ្វើនៅក្នុងមួយសប្តាហ៍គឺជិត35ម៉ោងរឿងដែលអ្នកធ្វើនោះគឺដើម្បីរស់តែប៉ុណ្ណោះអ្នកនឹងមិនអាចឈានទៅមុខហើយអ្នកក៏មិនអាចខ្លាចជាមនុស្សដែលទទួលបានជោគជ័យខាងប្រាក់កាសដ៏ធំម្នាក់នោះបានឡើយហើយអ្នកក៏មិនត្រូវបានអ្នករួមការងារឬសហការីគោរពនិងរាប់អានខ្លាំងក្លានោះទេអ្នកនៅតែធ្វើការល្អបង្គួរតាមមូលដ្ឋានគ្រឹះរយៈពេល40ម៉ោងក្នុងមួយសប្តាហ៍ប៉ុណ្ណោះគ្រាន់តែប៉ុន្មានម៉ោងលើសពី40ម៉ោងគឺជាការវិនិយោគសម្រាប់អនាគតរបស់អ្នកទៅហើយតាមការពិតអ្នកអាចប្រាប់ពីគោលដៅពិតប្រាកដដែលអ្នកនឹងទៅធ្វើនៅក្នុងរយៈពេល5ឆ្នាំទៅមុខទៀតដោយគិតមើលថាតើត្រូវចំណាយពេលប្រមាណម៉ោងលើសពី40ម៉ោងដោយដាក់ការវិភាគសម្រាប់រៀងរាល់សប្តាហ៍វាគ្មានអ្វីជំនួសពេលវេលាដែលវែងជាងរាល់ថ្ងៃនឹងការងារដែលពិបាកនោះឡើយនៅសហរដ្ឋអាមេរិកការធ្វើការឲ្យខ្លាចជាមហាសេដ្ឋីគឺត្រូវធ្វើការងារជាមធ្យម59ម៉ោងក្នុងមួយសប្តាហ៍មនុស្សមួយចំនួនធំនៅក្នុងចំណោមនោះពួកគេធ្វើការរហូតដល់70ម៉ោងឬ80ម៉ោងក្នុងមួយសប្តាហ៍ពួកគេធ្វើការជាមធ្យម6ថ្ងៃក្នុងមួយសប្តាហ៍ប្រសើរជាងធ្វើការតែ5ថ្ងៃក្នុងមួយសប្តាហ៍ដោយចំណាយពេលវេលាធ្វើការយូរជារៀងរាល់ថ្ងៃប្រសិនបើអ្នកចង់ធ្វើឲ្យខ្លួនខ្លាចជាមហាសេដ្ឋីអ្នកត្រូវតែធ្វើការឲ្យបានមុនម៉ោងធ្វើការនិងនៅធ្វើបន្ថែមម៉ោងបន្ទាប់ពីម៉ោងធ្វើការធម្មតាការធ្វើខ្លួនខ្លាចជាមហាថៃគឺស្ថិតនៅទីនោះនេះគឺជាគន្លឹះសំខាន់ដែលត្រូវប្រើរាល់ពេលវេលាដែលអ្នកធ្វើការនៅពេលអ្នកធ្វើការកុំខ្ជះជាយពេលវេលាដើម្បីឲ្យដើរទៅមុខចោលឥតប្រយោជន៍ឡើយនៅពេលដែលអ្នកទៅដល់ភ្លាមអ្នកដាក់ចិត្តប្រញាប់ប្រញាល់ធ្វើវាភ្លាមហើយនៅពេលដែលមានអ្នកចង់និយាយទៅជែកលេងទៅកាន់អ្នកត្រូវសុំទោសដោយនិយាយពាក្យថាសុំទោសខ្ញុំត្រឡប់ទៅធ្វើការវិញហើយនៅពេលដែលអ្នកមានអារម្មណ៍តានតឹងឬស្មុគស្មាញគួរតែទូរស័ព្ទទៅលេងមិត្តភ័ក្តិឬប្រឡូកនៅក្នុងសង្គមគេឯងកុំទុកពេលវេលាចោលដែលជាហេតុធ្វើឲ្យយើងមានគំនិតរវល់រវាយរំខានខ្លួនឯងបណ្ដោយឲ្យកើតទុក្ខឥតប្រយោជន៍ត្រូវប្រើពេលវេលាទាំងអស់នេះឲ្យមានប្រយោជន៍ក្នុងការធ្វើការងារនេះគឺជាដំណោះស្រាយឥឡូវនេះដើម្បីសាងកេរ្តិ៍ឈ្មោះឲ្យក្លាយជាមនុស្សដ៏អស្ចារ្យដែលអាចធ្វើការងារដ៏ពិតប្រាកដនៅក្នុងក្រុមហ៊ុនរបស់អ្នកបាននេះគឺជាហេតុផលដែលនាំឲ្យអ្នកមានការចាប់អារម្មណ៍ពីអ្នកដទៃហើយពួកគេអាចជួយអ្នកឲ្យធ្វើដំណើរការងារកាន់តែលឿនជាងអ្វីដែលអ្នកអាចធ្វើបាន
លំហាត់អនុវត្តចូលធ្វើគម្រោងមួយនៅពេលនេះដើម្បីបង្កើតនៅចំនួនម៉ោងធ្វើការដែលអ្នកធ្វើក្នុងមួយថ្ងៃដំណោះស្រាយដើម្បីឲ្យដល់ការិយាល័យធ្វើការមុនម៉ោងនិងចាប់ផ្ដើមធ្វើការមុនគេជារៀងរាល់ថ្ងៃការធ្វើការពេលបាយថ្ងៃត្រង់ខណៈពេលដែលអ្នកអត់ទៅចេញហើយ1ម៉ោងក្រោយមកសម្រាកដើម្បីគិតពិនិត្យឡើងវិញនេះគឺជាយុទ្ធសាស្ត្រតែមួយគត់ដែលនឹងសម្រេចលទ្ធផលធ្វេរបស់អ្នកថ្មីបើគ្រាន់តែបន្ថែមរយៈពេល2ម៉ោងប៉ុណ្ណោះទៅលើការងារជារៀងរាល់ថ្ងៃជោគជ័យនៃអាថ៌កំបាំងទី7ពលិកម្មខ្លួនឯងដើម្បីទទួលនៅចំណេះដឹងពេញមួយឆាកជីវិតការសិក្សាបន្តគឺជាតម្រូវការតិចតួចប៉ុណ្ណោះដើម្បីជោគជ័យនៅក្នុងផ្នែកណាមួយអ្នកអាចមានសមត្ថភាពឥតព្រំដែនដ៏សំខាន់មួយដើម្បីរៀននិងអភិវឌ្ឍវិស័យដែលជាជំរឿនរបស់អ្នកឲ្យកាន់តែប្រសើរឡើងអ្នកមានខួរក្បាលកាន់តែប្រសើរកាន់តែមានសមត្ថភាពនិងមានភាពឆ្លៀសវៃជាងពេលមុនបើសិនបើអ្នកបានធ្វើការអភិវឌ្ឍខ្លួនអ្នកដើម្បីឲ្យជីវិតរបស់អ្នករីកចម្រើននោះអ្នកកាន់តែប្រសើរជាងការដែលអ្នកសម័យគ្មានបញ្ហាអ្វីដែលមិនអាចដោះស្រាយចេញហើយក៏គ្មានគោលដៅណាដែលថាទៅមិនដល់ប្រសិនបើយើងដាក់ចិត្តដាក់កាយទាំងស្រុងក្នុងស្ថានភាពនោះប៉ុន្តែគំនិតរបស់អ្នកវាដូចជាសាច់ដុំអញ្ចឹងដែរហើយគំនិតនឹងរីកចម្រើនឡើងគឺតតែអ្នកឧស្សាហ៍ក្នុងការគិតដោយឡែកដើម្បីឲ្យសាច់ដុំរឹងមាំគឺត្រូវទាញបន្តឹងវាជារៀងរាល់ថ្ងៃអាស្រ័យលើការហាត់ប្រាណឬការធ្វើការងារអ្នកត្រូវតែប្រើកម្លាំងស្មារតីដើម្បីអភិវឌ្ឍគំនិតរបស់អ្នកព័ត៌មានដែលល្អគឺថាកាន់តែរៀនកាន់តែទទួលបាននូវចំណេះដឹងវាដូចជាកីឡាអញ្ចឹងដែរកាន់តែលេងកាន់តែពូកែអ្នកកាន់តែធ្វើពលិកម្មខ្លួនឯងដើម្បីទទួលបានចំណេះដឹងនៅក្នុងឆាកជីវិតរបស់អ្នកគឺអ្នករឹតតែទទួលបានភាពងាយស្រួលសម្រាប់អ្នកដើម្បីស្វែងយល់កាន់តែច្រើនអ្នកដឹកនាំគឺជាអ្នករៀនហើយការរៀនបន្តគឺជាកូនសោមួយសម្រាប់សតវត្សទី21ការទទួលចំណេះដឹងពេញមួយឆាកជីវិតគឺគ្រាន់តែជាតម្រូវការតិចតួចដើម្បីទទួលបានជោគជ័យនៅក្នុងផែនការរបស់អ្នកឬក៏ផែនការណាមួយចូលធ្វើការសម្រេចចិត្តឥឡូវនេះអ្នកនឹងក្លាយជានិស្សិតដ៏ឆ្នើមដែលនឹងរៀនបន្តធ្វើឲ្យជីវិតរបស់អ្នកកាន់តែប្រសើរឡើងមានគន្លឹះសំខាន់3ពេញមួយឆាកជីវិតរបស់អ្នកគន្លឹះទី1ត្រូវតែអានសភៅឬក៏អត្ថបទអ្វីដែលតាក់ទងទៅនឹងមុខរបររបស់អ្នកឲ្យបានច្រើនយ៉ាងហោចណាស់ពី30ទៅ60នាទីក្នុងមួយថ្ងៃការអានវាអាស្រ័យទៅលើចិត្តរបស់អ្នកវាដូចជានឹងការហាត់ប្រាណអញ្ចឹងដែរវាអាស្រ័យលើរាងកាយរបស់យើងការអានសម្រាប់1ម៉ោងក្នុងមួយថ្ងៃវានឹងក្លាយជា1ក្បាលក្នុងមួយសប្តាហ៍1ក្បាលក្នុងមួយសប្តាហ៍វាក្លាយទៅនឹង50ក្បាលក្នុងមួយឆ្នាំ50ក្បាលក្នុងមួយឆ្នាំវានឹងក្លាយជា500ក្បាលក្នុងរយៈពេល10ឆ្នាំក្រោយចំពោះមនុស្សពេញវ័យធម្មតាគឺអានតិចជាង1ក្បាលក្នុងមួយឆ្នាំនៅពេលចាប់ផ្ដើមដំបូងគឺគ្រាន់តែអាន1ម៉ោងក្នុងមួយថ្ងៃ1ក្បាលក្នុងមួយសប្តាហ៍ការធ្វើបែបនេះគឺនឹងផ្ដល់នូវគុណប្រយោជន៍ដ៏ធំធេងដែលមិនគួរឲ្យជឿដល់អ្នកនឹងក្លាយជាមនុស្សដែលប្រកែកនិងមានសមត្ថភាពបំផុតហើយមនុស្សដែលមានការចំណេញបំផុតនៅក្នុងមុខរបររបស់អ្នកដោយសារតែការអានយ៉ាងសាមញ្ញគឺ1ម៉ោងជារៀងរាល់ថ្ងៃគន្លឹះទី2ដើម្បីឲ្យមានចំណេះដឹងពេញមួយឆាកជីវិតគឺត្រូវស្ដាប់កម្មវិធីនៅក្នុងឡានខណៈពេលដែលអ្នកបើកបរពីកន្លែងមួយទៅកន្លែងមួយទៀតមនុស្សជិះឡានពី500ទៅ1000ម៉ោងក្នុងមួយឆ្នាំនេះនៅក្នុងសហរដ្ឋអាមេរិកនេះវាសមាមាត្រតែនឹង12ទៅ24ម៉ោងនៅលើ40ម៉ោងក្នុងមួយសប្តាហ៍ឬអាចរហូតដល់3ខែទៅ6ខែក្នុងមួយឆ្នាំនៃរយៈពេលធ្វើការដែលអ្នកចំណាយពេលនៅក្នុងឡានវាក៏ស្មើរយៈពេល1ទៅ2ឆមាសនៅសាកលវិទ្យាល័យរបស់យើងផងដែរចូលអ្នកធ្វើឡានរបស់អ្នកឲ្យខ្លាចទៅជាម៉ាស៊ីនមួយដែលផ្ដល់នូវចំណេះដឹងជាសាកលវិទ្យាល័យនៅពេលដែលធ្វើដំណើរកុំទុកម៉ូទ័រឡានរបស់អ្នកឲ្យឆេះដោយគ្មានកម្មវិធីវិទ្យុមនុស្សភាគច្រើនធ្វើឲ្យខ្លួនខ្លាចទៅជាមហាវិថីតាមរយៈការស្ដាប់កម្មវិធីវិទ្យុចំណេះដឹងដែលកើតឡើងតាមរយៈការស្ដាប់កម្មវិធីវិទ្យុគឺត្រូវបានគេចាត់ទុកគឺជាការអភិវឌ្ឍនូវចំណេះដឹងបន្ថែមទៀតហើយជាការបង្កើនចំណេះដឹងដែលល្អបំផុតនៅក្នុងការសិក្សាចាប់ពីមានការច្នៃប្រឌិតបង្កើតមកគន្លឹះទី3ដើម្បីឲ្យមានចំណេះដឹងក្នុងឆាកជីវិតទាំងមូលគឺត្រូវចូលរួមនៅវគ្គសិក្សានិងសិក្ខាសាលាដែលអ្នកយល់ថាវាមានសារៈសំខាន់សម្រាប់ជួយអ្នកឲ្យកាន់តែប្រសើរឡើងនៅក្នុងការងាររបស់អ្នកដូចជាសភៅដែលមានអត្ថន័យល្អបំផុតកម្មវិធីវិទ្យុនិងវគ្គសិក្សាដែលអាចជួយអ្នកឲ្យមានចំណេះដឹងនៅក្នុងការសន្សំពេលវេលាចាប់ពី100ម៉ោងនិងលុយរាប់ពាន់ដុល្លារហើយនឹងអាចចំណេញរាប់ឆ្នាំនៅក្នុងការងារដែលលំបាកដែលទទួលបានជោគជ័យខាងហិរញ្ញវត្ថុតាមបំណងប្រាថ្នាការសម្រេចចិត្តនៅថ្ងៃនេះដើម្បីក្លាយជាអ្នកសិក្សាពីជីវិតនិងអ្នកមានការភ្ញាក់ផ្អើលដោយជួយឲ្យអាជីពរបស់អ្នកកាន់តែប្រសើរឡើងដែលអាចជាផ្នែកដ៏សំខាន់នៅក្នុងការធ្វើឲ្យខ្លួនអ្នកជាមហាសេដ្ឋីបានលំហាត់អនុវត្តចូលជ្រើសរើសមុខរបរមួយដែលពិតដែលអាចជួយអ្នកឲ្យកាន់តែរីកចម្រើននិងមានប្រសិទ្ធភាពនៅក្នុងអាជីពរបស់អ្នកកំណត់គោលដៅមួយដើម្បីធ្វើឲ្យវាមានជំនាញនៅក្នុងអាជីពនេះបង្កើតនូវគម្រោងមួយសម្រាប់ធ្វើដោយខ្លួនឯងបន្ទាប់មកមើលវាជារៀងរាល់ថ្ងៃស្ដាប់កម្មវិធីវិទ្យុស្ដីអំពីអាជីពរបស់អ្នកចូលរួមវគ្គសិក្ខាសាលាអំពីអាជីពរបស់អ្នកធ្វើតាមផែនការនេះបើសិនបើអនាគតរបស់អ្នកពឹងផ្អែកលើអាជីពនោះ
ជោគជ័យអាចកំបាំងទី8វិនិយោគខ្លួនរបស់អ្នកជាមុនអ្នកត្រូវតែចេះសន្សំប្រាក់ទុកមួយផ្នែកនៃប្រាក់ដែលអ្នករកបានប្រសិនបើអ្នកមិនចេះសន្សំប្រាក់រក្សាទុកនោះទេកំណត់ទ្រព្យក៏មិនស្ថិតនៅជាមួយអ្នកផងដែរដំណោះស្រាយនៅថ្ងៃនេះគឺថាអ្នកត្រូវតែសន្សំធ្វើការវិនិយោគយ៉ាងហោចណាស់ក៏ដក 10% នៃប្រាក់ចំណូលរបស់អ្នកដែលអ្នករកបានជាប្រចាំជារៀងរាល់ខែរឿងពិតគឺថាបើសិនបើអ្នកគ្រាន់តែសន្សំក្នុងមួយខែត្រឹមតែ$100គឺពេញក្នុងមជ្ឈជីវិតរបស់អ្នកនឹងធ្វើការវិនិយោគនោះកើនដល់ 10% បន្តបន្ទាប់អ្នកនឹងធ្វើឲ្យលុយរបស់អ្នកកាន់តែមានតម្លៃជាង$1,000,000ត្រឹមតែពេលអ្នកចូលនិវត្តន៍មធ្យោបាយនេះអ្នកណាក៏ធ្វើបានដែរទោះបីជាប្រាក់ខែដែលរកបានតិចក៏ដោយនៅពេលដែលអ្នកចាប់ផ្ដើមពីលើកដំបូងសន្សំយូរទៅវាកាន់តែច្រើនហើយខ្លាចទៅជាមហាអធិក្នុងអាជីពនៃការងាររបស់អ្នកការបង្កើតទម្លាប់ក្នុងឆាកជីវិតនៃការសន្សំនិងការធ្វើការវិនិយោគរបស់អ្នកគឺមិនមែនជាការងារស្រួលនោះទេវាតម្រូវឲ្យមានការបដិញ្ញាចិត្តនិងឆន្ទៈខ្ពស់បំផុតអ្នកត្រូវតែកំណត់គោលដៅនិងសរសេរការបង្កើតគម្រោងផ្សេងៗហើយព្យាយាមធ្វើដូច្នេះគ្រប់ពេលហើយបើសិនអ្នកអនុវត្តតាមគន្លឹះនេះបានខ្លាចជាអូម៉ូតូបន្តិចនោះអ្នកនឹងទទួលបានជោគជ័យខាងហិរញ្ញវត្ថុជាក់ជាមិនខានការធ្វើការសន្សំហើយសន្សំទៀតគឺត្រូវតែសន្សំគ្រប់បែបយ៉ាងតាំងពីមួយកាក់មួយសេនឡើងទៅត្រូវតែចំណាយលើអ្វីដែលមានប្រយោជន៍និងសំខាន់ចាំបាច់ប៉ុណ្ណោះគឺសួរនៅអ្វីមុនការចំណាយចូលផ្អាកឬពន្យាពេលការទិញអ្វីដែលអ្នកសម្រេចចិត្តទិញកាលពីសប្តាហ៍មុនបើសិនបើមិនមានក្នុងខែនេះអ្នកទិញអ្វីដែលអ្នកបានសម្រេចជាយូរមកហើយការសម្រេចចិត្តរបស់អ្នកមិនបានល្អប្រសើរជាមួយតម្លៃត្រឹមត្រូវដូចនេះអ្នកមិនត្រូវចំណាយលើអ្វីដែលអត់ប្រយោជន៍ធ្វើឲ្យវាបាត់បង់នូវទ្រព្យសម្បត្តិមូលហេតុធំដែលបណ្ដាលឲ្យមនុស្សមួយចំនួនជួបនឹងភាពក្រីក្រនៅពេលដែលគេចូលនិវត្តន៍ដោយសារតែសន្ទុះនៃការទិញរបស់ពួកគេមានន័យថានៅពេលដែលពួកគេឃើញនៅអ្វីដែលពួកគេចូលចិត្តពួកគេទិញដោយមិនចេះគិតគូរថាវាចាំបាច់ឬអត់ពួកគេនឹងខ្លាចទៅជាជនរងគ្រោះនៅអ្វីដែលពួកគេមានដោយនៅក្នុងច្បាប់របស់លោក Parkinson ដែលនិយាយថាការចំណាយច្រើនជាងចំណូលទោះបីជាប្រាក់របស់យើងរកបានច្រើនយ៉ាងណាក៏ដោយឲ្យតែមានទំនោរទៅរកការចាយច្រើននោះទ្រព្យសម្បត្តិរបស់យើងនឹងមិនអាចកើតទេអ្នកនឹងមិនអាចគេចចេញពីបំណុលបានទេបើសិនបើអ្នកមិនអាចសន្សំ 10% នៃប្រាក់ចំណូលរបស់អ្នកទាំងអស់បានទេអ្នកចាប់ផ្ដើមសន្សំពី 1% នៃប្រាក់ចំណូលរបស់អ្នកដាក់នៅក្នុងគណនីវិនិយោគនិងគណនីសន្សំពិសេសរបស់អ្នកចូលចាប់ផ្ដើមដាក់លុយរបស់អ្នកនៅក្នុងគណនីជារៀងរាល់ខែត្បិតតែពីមុនអ្នកជំពាក់បំណុលគេក៏ដោយការបន្តការរស់នៅដែលពឹងផ្អែកទៅលើ 99% នៃប្រាក់ចំណូលរបស់អ្នកខណៈពេលដែលអ្នកកំពុងបន្តការរស់នៅប្រែក្លាយដោយសុខភាពលើទឹកប្រាក់ 99% នៃកម្រិតប្រាក់សន្សំរបស់អ្នកកើនឡើងបាន 2% នៃប្រាក់ចំណូលបន្ទាប់មក 3% 4% និងតទៅមុខទៀតក្នុងរយៈពេល1ឆ្នាំអ្នកនឹងសន្សំ 10% និងអាចប្រហែល 15% ឬ 20% នៃប្រាក់ចំណូលហើយអាចរស់នៅដោយមានតុល្យភាពយ៉ាងមានសុខភាពនៅពេលជាមួយគ្នានោះប្រាក់សន្សំរបស់អ្នកនិងគណនីវិនិយោគរីកដុះដាលឡើងអ្នកនឹងកាន់តែមានការប្រយ័ត្នប្រយែងក្នុងការចំណាយថែមទៀតហើយបំណុលរបស់អ្នកក៏ចាប់ផ្ដើមអស់ទៅក្នុងរយៈពេល1ឆ្នាំ2ឆ្នាំហិរញ្ញវត្ថុរបស់អ្នកទាំងស្រុងនឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកហើយអ្នកនឹងស្ថិតនៅលើវិថីឆ្ពោះទៅរកភាពជាអ្នកមានបានដំណើរនេះគឺបម្រើឲ្យមនុស្សដែលសាកល្បងវាលំហាត់អនុវត្តបើគណនីពិសេសដើម្បីឲ្យមានការកើនឡើងនៅហិរញ្ញវត្ថុនៅថ្ងៃនេះដាក់ប្រាក់ចូលនៅក្នុងគណនីនេះទោះបីជាចំនួនតិចក៏ដោយបន្ទាប់មកស្វះស្វែងរកឱកាសដើម្បីដាក់ប្រាក់និងបន្ថែមប្រាក់នៅក្នុងគណនីនេះសិក្សាពីលុយឲ្យយល់ពីរបៀបប្រើលុយឲ្យរីកដុះដាលអានសៀវភៅនិងទស្សនាវដ្តីដែលនិយាយអំពីជំនាញខាងអាជីពរបស់អ្នកកុំបញ្ឈប់ការសន្សំលុយកុំបញ្ឈប់ការរៀនសូត្រហើយនិងកុំបញ្ឈប់ផ្លូវដែលធ្វើឲ្យប្រាក់កើនឡើងតតែអ្នកខ្លាចជាអ្នកមានជោគជ័យនៃអាថ៌កំបាំងទី9សិក្សាឲ្យគ្រប់ជ្រុងជ្រោយនៃជំនួយរបស់អ្នកបើអ្នកចង់ឲ្យរបស់អ្វីមួយដែលអ្នកធ្វើបានល្អគឺគ្មានអ្វីដែលអាចបញ្ឈប់អ្នកពីការចំណាយកាន់តែច្រើនឡើងហើយការធ្វើការផ្សព្វផ្សាយកាន់តែលឿនថែមទៀតនោះការដាក់លក់បង្ហាញនៅផលិតផលកាន់តែច្រើនគឺតម្រូវឲ្យមានការផ្ដល់រង្វាន់ក៏កាន់តែច្រើនដែរបើកាលណាអ្នកធ្វើការដាក់បង្ហាញផលិតផលត្រឹមតែបែបមធ្យមហើយរង្វាន់ដែលផ្ដល់ក៏មធ្យមដែរផលិតផលរបស់អ្នកនោះនឹងបរាជ័យហើយនឹងមិនមានភ្ញៀវពេញចិត្តនោះទេគោលដៅរបស់អ្នកគួរតែមានឯកទេសនៅក្នុងមុខរបររបស់អ្នកដោយធ្វើការសិក្សាឲ្យស៊ីជម្រៅពីមធ្យោបាយដែលជំរុញអ្នកឲ្យកាន់តែល្អប្រសើរឡើងអានទស្សនាវដ្តីទាំងឡាយដែលតាក់ទងទៅនឹងមុខរបររបស់អ្នកចំណែកសៀវភៅត្រូវតែអានតិចទៅបំផុតចូលរួមក្នុងវគ្គសិក្សាសិក្ខាសាលាដែលផ្ដល់នូវចំណេះដឹងនិងបទពិសោធន៍ដោយឯកទេសផ្នែករបស់អ្នកហើយចូលរួមក្នុងការទំនាក់ទំនងនៅក្នុងសមាគមជំនួញឬកិច្ចប្រជុំផ្សេងៗនិងបង្កើតនូវទំនាក់ទំនងជាមួយមនុស្សកម្ពុជានៅក្នុងមុខរបររបស់អ្នកច្បាប់នៃដំណោះស្រាយបញ្ហាស្មុគស្មាញមួយបាននិយាយថាបុគ្គលដែលអាចចេះប្រមូលនៅព័ត៌មានដាក់បញ្ចូលគ្នានិងចេះប្រើប្រាស់ព័ត៌មាននៅក្នុងវិស័យណាមួយនោះធ្វើឲ្យវាឆាប់ឡើងដល់កម្រិតកម្ពស់ជាក់ជាមិនខានបើសិនមកអ្នកកំពុងចាប់ផ្ដើមនឹងដំណើរការងាររបស់អ្នកផ្ទាល់អ្នកចាប់ផ្ដើមសិក្សាអំពីយុទ្ធសាស្ត្រកលយុគនិងព្យាយាមរកគំនិតថ្មីៗជារៀងរាល់ថ្ងៃ
កំណត់គោលដៅសម្រាប់ខ្លួនឯងដើម្បីខ្លាចជាអ្នកឯកទេសដ៏ឆ្នើមបំផុតនៅក្នុងជំនួយឬវិជ្ជាជីវៈរបស់អ្នកសេចក្តីលម្អិតដ៏តូចមួយការយល់ដឹងឬគំនិតអាចជាចំណុចផ្លាស់ប្ដូរនៃអាជីពមិនត្រូវឈប់ដើម្បីរងចាំមើលនោះទេលំហាត់អនុវត្តចូលបង្ហាញអំពីទិសដៅនៅក្នុងជំនួយរបស់អ្នកតើអ្វីជាសមត្ថភាពសំខាន់ឬជាជំនាញសំខាន់និងចាំបាច់ដើម្បីដឹកនាំទស្សនវិស័យរបស់អ្នកទៅកាន់អនាគតធ្វើផែនការថ្ងៃនេះដើម្បីអភិវឌ្ឍជំនាញរបស់អ្នកនិងបន្តមកប្រើវាជារៀងរាល់ថ្ងៃជោគជ័យនៃអាថ៌កំបាំងទី10ជួយអ្នកដទៃគឺជួយខ្លួនឯងអ្នកអាចទទួលបាននូវអ្វីៗទាំងឡាយដែលអ្នកចង់បាននៅក្នុងជីវិតរបស់អ្នកប្រសិនបើអ្នកគ្រាន់តែជួយអ្នកដទៃឲ្យទទួលបាននូវអ្វីដែលគេចង់បានរង្វាន់របស់អ្នកនៅក្នុងជីវិតវាគ្រាន់តែមានទំនាក់ទំនងផ្ទាល់ទៅនឹងជំនួយរបស់អ្នកនិងអ្នកដទៃមនុស្សទាំងអស់ដែលមានការអភិវឌ្ឍខ្លួនខ្លាចជាមហាសេដ្ឋីរឿងដែលពួកគេនឹកឃើញគ្រប់ពេលវេលាគឺអតិថិជនពួកគេនៅតែបន្តស្វែងរកមធ្យោបាយថ្មីឲ្យកាន់តែល្អប្រសើរដើម្បីបម្រើសេវាកម្មដល់អតិថិជនរបស់ពួកគេឲ្យកាន់តែប្រសើរជាងមនុស្សផ្សេងទៀតត្រូវចងចាំសំណួរទាំងនេះដើម្បីចោទសួរខ្លួនរបស់អ្នកតើអតិថិជនរបស់ខ្ញុំពិតជាចង់បានអ្វីតើអតិថិជនរបស់ខ្ញុំត្រូវការអ្វីជាចាំបាច់តើអតិថិជនរបស់ខ្ញុំគេគិតថាតម្លៃយ៉ាងម៉េចដែរតើខ្ញុំអាចជួយអ្វីដល់អតិថិជនរបស់ខ្ញុំជៀសវាងមនុស្សដទៃទៀតហេតុអ្វីបានជាថ្ងៃនេះអតិថិជនរបស់ខ្ញុំរត់ទៅទិញទំនិញរបស់អ្នកដទៃតើខ្ញុំអាចផ្ដល់នូវអ្វីដល់គេដើម្បីតាក់ទាញឲ្យពួកគេមកទិញទំនិញរបស់ខ្ញុំវិញជោគជ័យរបស់អ្នកនៅក្នុងជីវិតមានទំនាក់ទំនងទៅនឹងអ្វីដែលអ្នកបានធ្វើបន្ទាប់ពីអ្នកធ្វើនៅអ្វីដែលអ្នកគិតថាអ្នកនឹងធ្វើគិតមើលរកនៅឱកាសដើម្បីធ្វើឲ្យកាន់តែល្អប្រសើរជាងការអ្នកចំណាយទៅលើវាគិតរកមើលមធ្យោបាយដើម្បីបង្កើនអតិថិជនរបស់អ្នកគឺជាមនុស្សដែលអ្នកពឹងផ្អែកទៅលើជោគជ័យនៅក្នុងការងាររបស់អ្នកនេះមានន័យថាចៅហ្វាយរបស់អ្នកវិតរួមការងារនិងអ្នកដែលជាអតិថិជនព្រមទាំងមនុស្សដែលមកទិញផលិតផលរបស់អ្នកឬសេវាកម្មរបស់អ្នកអតិថិជនរបស់អ្នកក៏ជាមនុស្សដែលពឹងពាក់លើអ្នកដើម្បីទទួលបានជោគជ័យនៅការប៉ងប្រាថ្នារបស់គេដែរនេះគឺជាសំណួរដែលចាំបាច់ដើម្បីចោទសួរនិងឆ្លើយជារៀងរាល់ថ្ងៃនេះតើខ្ញុំអាចធ្វើអ្វីដើម្បីបង្កើនតម្លៃនៃសេវាកម្មរបស់ខ្ញុំចំពោះអតិថិជនស្វែងរកមធ្យោបាយដើម្បីបន្ថែមតម្លៃទៅលើអ្វីដែលអ្នកនឹងធ្វើទៅលើមនុស្សដែលពឹងពាក់ទៅលើអ្នកជារៀងរាល់ថ្ងៃការកែច្នៃបន្តិចបន្តួចគឺជាមធ្យោបាយដើម្បីបម្រើអតិថិជនរបស់អ្នកហើយក៏ជាហេតុផលដ៏សំខាន់ដើម្បីជោគជ័យខាងហិរញ្ញវត្ថុផងដែរមិនត្រូវបញ្ឈប់ការស្វែងរកមធ្យោបាយដើម្បីបម្រើអតិថិជនឲ្យកាន់តែប្រសើរឡើងនោះទេថ្ងៃនេះអតិថិជនរបស់អ្នកនឹងកើនឡើងជាងពេលមុនជោគជ័យនៃអាថ៌កំបាំងទី11ត្រូវមានការស្មោះត្រង់ចំពោះខ្លួនឯងនិងចំពោះអ្នកដទៃការគិតគឺជាប្រភពដើមទាំងស្រុងនៃទ្រព្យធនជោគជ័យផលចំណេញរបបកំហើញការកែច្នៃនិងសមិទ្ធផលផ្សេងទៀតវត្ថុដែលមានតម្លៃបំផុតនិងគួរឲ្យគោរពបំផុតគឺកេរ្តិ៍ឈ្មោះដែលបានមកដោយសេចក្តីសុចរិតទៀងត្រង់អ្នកត្រូវតែធ្វើអ្វីត្រូវមានភាពស្មោះត្រង់ដូចជាការដោះដូរសកម្មភាពអ្វីមួយអ្នកមិនត្រូវបញ្ឈប់ការតាំងចិត្តធ្វើអ្វីដោយសេចក្តីសុចរិតនោះទេរាល់ការរកស៊ីដែលទទួលបានជោគជ័យទាំងអស់គឺអាស្រ័យលើភាពស្មោះត្រង់ជោគជ័យរបស់អ្នកដែលឈានក្លាយខ្លួនជាមហាសេដ្ឋីម្នាក់គឺអាចកំណត់បានថាដោយសារមានមនុស្សជាច្រើនជឿទុកចិត្តលើអ្នកចរិតលក្ខណៈរបស់អ្នកគឺជាទ្រព្យសម្បត្តិដ៏សំខាន់ណាស់ចំពោះជីវិតទាំងស្រុងហើយចរិតលក្ខណៈរបស់អ្នកត្រូវអាស្រ័យទំហំនៃសេចក្តីសុចរិតនៅក្នុងការប្រព្រឹត្តរបស់អ្នកគន្លឹះទី1ចំពោះសេចក្តីសុចរិតគឺត្រូវមានភាពស្មោះត្រង់ចំពោះខ្លួនអ្នកនិងចំពោះទង្វើអ្វីទាំងអស់ការស្មោះត្រង់ចំពោះខ្លួនអ្នកមានន័យថាការធ្វើអ្វីដោយមានរបៀបរៀបរយល្អសុចរិតភាពគឺបង្ហាញឡើងតាមរយៈខាងក្នុងគឺដោយសារភាពស្មោះត្រង់និងតាមរយៈខាងក្រៅដោយសារគុណភាពក្នុងការងារគន្លឹះទី2ចំពោះសេចក្តីសុចរិតគឺត្រូវមានការស្មោះត្រង់ចំពោះអ្នកដទៃក្នុងជីវិតរបស់អ្នករស់នៅប្រកបដោយការស្មោះត្រង់ជាមួយមនុស្សគ្រប់រូបអ្នកមិនត្រូវធ្វើអ្វីឬនិយាយអ្វីដែលល្អឬស្មោះត្រង់តែសម្បកនេះគឺជាសំណួរមួយចំនួនសម្រាប់អ្នកដើម្បីចោទសួរនិងឆ្លើយតាមមូលដ្ឋានគ្រឹះធម្មតាតើពិភពលោកបែបណាដែលជាពិភពលោករបស់ខ្ញុំប្រសិនបើមនុស្សគ្រប់រូបសុទ្ធតែដូចខ្ញុំសំណួរនេះបង្ខំឲ្យអ្នកកំណត់នៅគំរូដ៏ល្អឥតខ្ចោះសម្រាប់ខ្លួនរបស់អ្នកត្រូវតែធ្វើខ្លួនរបស់អ្នកដូចជាការគិតដែលមនុស្សគ្រប់រូបកំពុងតែមើលអ្នកនិងយកគំរូតាមអ្នកហើយចំពោះរឿងពិតប្រាកដត្រូវតែធ្វើវាឲ្យពិតប្រាកដត្រឹមត្រូវលំហាត់អនុវត្តស្ទើរតែគ្រប់បញ្ហាទាំងអស់នៅក្នុងជីវិតរបស់អ្នកត្រូវបានដោះស្រាយដោយសារតែគុណតម្លៃរបស់អ្នកនិងបទពិសោធន៍របស់អ្នកតើវាជាអ្វីតើអ្នកជឿលើអ្វីនិងឈរលើគោលការណ៍អ្វីនៅទីណាក៏ដោយអ្នកមានបទពិសោធន៍ខាងផ្នែកណាមួយនោះជាទូទៅមានន័យថាអ្នកមានគុណតម្លៃអ្វីក៏ដោយក៏សុទ្ធតែអាចដោះស្រាយបញ្ហាឲ្យអ្នកជឿជាក់ថាវាមានសារៈសំខាន់នៅក្នុងជីវិតរបស់អ្នកជោគជ័យនៃអាថ៌កំបាំងទី12កំណត់នៅអត្ថិភាពដែលខ្ពស់បំផុតរបស់អ្នកនិងផ្ដោតទៅលើវាតែមួយគត់មនុស្សដែលមានចិត្តពីរគឺជាអ្នកដែលមានមាគ៌ាមដ្ឋិដ្ឋិចូលធ្វើអ្វីដែលអ្នកធ្វើបាន
នៅពេលដែលអ្នកអនុវត្តនៅទម្លាប់នៃការកំណត់អត្ថប្រយោជន៍និងផ្ដោតទៅលើពួកវាតែមួយអ្នកនឹងអនុវត្តរឿងជាក់ស្ដែងផ្សេងៗដែលអ្នកចង់ធ្វើនៅក្នុងជីវិតនេះគឺជាចំណុចយុទ្ធសាស្ត្រជាហេតុផលសំខាន់សម្រាប់ឲ្យអ្នករកប្រាក់ចំណូលឲ្យបានខ្ពស់បង្កើននូវទ្រព្យសម្បត្តិនិងឯករាជ្យខាងហិរញ្ញវត្ថុចំពោះមនុស្សរាប់ពាន់លានអ្នកសមត្ថភាពដើម្បីកំណត់អត្ថប្រយោជន៍ខ្ពស់បំផុតរបស់អ្នកហើយអ្នកធ្វើការជាមួយអត្ថប្រយោជន៍ដ៏ខ្ពស់នោះរហូតទាល់តែវាចប់សក់គ្រប់គឺជាការធ្វើការសាកល្បងនិងការប៉ាន់ប្រមាណដ៏សំខាន់នៃអំណាចសម្រាប់បំណងរបស់អ្នកការដាក់កំហិតខ្លួនឯងនិងលក្ខណៈផ្ទាល់ខ្លួនវាគឺជាទម្លាប់ដ៏លំបាកបំផុតដើម្បីអភិវឌ្ឍប៉ុន្តែវាក៏សំខាន់ណាស់ដែរបើសិនបើអ្នកចង់បានជ័យជំនះដ៏ធំធេងទីនេះគឺជារូបមន្តដើម្បីបង្កើតនៅតារាងសម្រាប់ធ្វើអ្វីៗគ្រប់យ៉ាងដែលអ្នកត្រូវធ្វើមួយមុនពេលដែលឆ្ពោះទៅកាន់គោលដៅការដាក់ការងារដែលជាអត្ថប្រយោជន៍មួយចំនួននៅលើតារាងនេះដោយសួរខ្លួនឯងនៅសំណួរ4ម្ដងហើយម្ដងទៀតសំណួរទី1អ្វីគឺជាសកម្មភាពដ៏មានតម្លៃរបស់ខ្ញុំអ្វីដែលអ្នកធ្វើគឺមានតម្លៃលើសពីអ្វីផ្សេងនៅក្នុងកិច្ចការនិងអាជីវកម្មរបស់អ្នកសំណួរទី2ហេតុអ្វីបានជាខ្ញុំត្រូវនៅលើបញ្ជីប្រាក់ខែតើបំណងដ៏ជាក់លាក់ដែលអ្នកនឹងត្រូវធ្វើគឺជាអ្វីចូលសម្ដៅទៅរកលទ្ធផលមិនមែនជាសកម្មភាពទេសំណួរទី3តើអ្វីដែលអ្នកអាចធ្វើបានហើយមានតែខ្ញុំទេដែលធ្វើវាប្រសិនបើធ្វើវាបានល្អវានឹងបង្កើតនៅអ្វីផ្សេងទៀតនេះគឺជាកិច្ចការដ៏ជាក់លាក់មួយដែលមានតែអ្នកម្នាក់គត់ដែលអាចធ្វើវាបានបើសិនបើអ្នកមិនធ្វើវាទេវាអាចនឹងកើតនៅភាពប្លែកគ្នាដ៏សំខាន់មួយតើការងារនោះគឺជាអ្វីសំណួរទី4តើសប្តាហ៍ថ្ងៃខ្ញុំប្រើពេលវេលាដ៏មានតម្លៃបំផុតរបស់ខ្ញុំទៅលើអ្វីមានចម្លើយតែមួយគត់សម្រាប់សំណួរនេះនៅក្នុងពេលវេលាណាមួយសមត្ថភាពរបស់អ្នកនៅក្នុងការកំណត់ការប្រើប្រាស់ពេលវេលាសម្រាប់របស់ដែលមានតម្លៃតែមួយនិងចាប់ផ្ដើមធ្វើការងារនោះគឺជាគន្លឹះសំខាន់ដើម្បីឆ្ពោះទៅកាន់ជោគជ័យនៃផលិតផលនិងហិរញ្ញវត្ថុដ៏ល្អប្រសើរជាទីបញ្ចប់ការបដិញ្ញាចិត្តធ្វើការដែលមាននៅក្នុងចិត្តតែមួយគឺមានសារៈសំខាន់បំផុតសម្រាប់ការងារហើយនៅជាមួយវារហូតបានសម្រេច 100% ចូលខិតខំធ្វើការងារដោយគ្មានការធ្វេសប្រហែសឬបំភ្លេចដោយអ្នកដាក់ខ្លួនអ្នកទៅធ្វើការមួយរហូតដល់អ្នកធ្វើវាបានសម្រេចរឿងដែលល្អគឺថាការកំណត់នៅអត្ថប្រយោជន៍ការងារនិងផ្ដោតទៅលើការងារដ៏មានតម្លៃបំផុតរបស់អ្នកដែលអ្នកនឹងអភិវឌ្ឍនៅទម្លាប់នៃការអនុវត្តឲ្យបានច្រើនក្នុងពេលដ៏ឆាប់ទម្លាប់នេះនឹងកើតឡើងដោយស្វ័យប្រវត្តិហើយអ្នកនឹងធានាបានយ៉ាងជាក់ស្ដែងចំពោះនៅអ្វីដែលអ្នកទទួលបានភាពជោគជ័យដ៏ធំបំផុតនៅក្នុងជីវិតរបស់អ្នកទម្លាប់នេះនឹងធ្វើឲ្យអ្នកក្លាយទៅជាមហាសេដ្ឋីដោយខ្លួនឯងបានលំហាត់អនុវត្តឥឡូវនេះចូលកំណត់ឲ្យបានត្រឹមត្រូវនៅអ្វីដែលសំខាន់បំផុតហើយអ្នកទទួលបានជោគជ័យជំនះដោយបំណងរបស់អ្នកបន្ទាប់មកហាត់ពុតធ្វើការដោយខ្លួនឯងហើយមានតែមួយគត់ដែលអ្នកទទួលបានជោគជ័យ 100% អ្នកមានលទ្ធភាពធ្វើវាដោយខ្លួនឯងហើយផ្លាស់ប្ដូរជីវិតរបស់អ្នកទាំងស្រុងបានជោគជ័យនៃអាថ៌កំបាំងទី13អភិវឌ្ឍនៅកេរ្តិ៍ឈ្មោះសម្រាប់បង្កើននៅល្បឿននិងអាចទុកចិត្តបានការធ្វើការងាររបស់អ្នកមិនគ្រាន់តែធ្វើការងាររបស់អ្នកនោះទេហើយក៏មិនមែនណាស់ដែរប៉ុន្តែមានច្រើនគួរសមដែលសម្រាប់ប្រយោជន៍ដ៏មានតម្លៃដែលការងារបន្តិចទាំងនេះហើយដែលមានតម្លៃជាងការឈប់សម្រាកពេលវេលាគឺជាមាសប្រាក់សម្រាប់សតវត្សទី21នេះសប្តាហ៍ថ្ងៃនេះគ្រប់គ្នាស្ថិតនៅក្នុងភាពប្រញាប់ប្រញាល់យ៉ាងខ្លាំងអតិថិជនយ៉ាងច្រើនមិនបានដឹងថាតើផលិតផលឬសេវាកម្មណាមួយដែលគេចូលចិត្តកាលពីម្សិលមិញហើយនៅពេលនេះគេចូលចិត្តឬអត់នោះទេមនុស្សគឺមានការអត់ធ្មត់កាន់តែតិចទៅសម្រាប់រឿងរ៉ាវមួយចំនួនអតិថិជនដែលស្មោះត្រង់នឹងផ្លាស់ប្ដូរអ្នកផ្គត់ផ្គង់របស់គេក្នុងរយៈពេលតែមួយយប់បើសិនបើអ្នកផ្សេងអាចដោះស្រាយជាមួយគេបានលឿនជាងអ្នកការងាររបស់អ្នកគឺជាការអភិវឌ្ឍនៅកេរ្តិ៍ឈ្មោះមួយសម្រាប់ល្បឿនទៅមុខយ៉ាងលឿនហើយជាការបង្កើតនៅញាណដ៏រហ័សមួយការអភិវឌ្ឍសម្រាប់ការងារគឺជាការផ្លាស់ប្ដូរយ៉ាងលឿនទៅតាមកលៈទេសៈការផ្លាស់ប្ដូរយ៉ាងលឿនរហ័សនៅពេលដែលមនុស្សចង់បានឬត្រូវការអ្វីនោះចូលធ្វើឲ្យបានឆាប់រហ័សបំផុតនៅពេលដែលអ្នកឃើញថារឿងនោះអ្នកអាចសម្រេចវាបានអ្នកឮគេនិយាយថាទោះជាពេលណាក៏ដោយពេលដែលអ្នកចង់ធ្វើអ្វីមួយឲ្យបានសម្រេចចូលធ្វើខ្លួនអ្នកឲ្យទៅជាមនុស្សដែលរវល់នៅពេលដែលអ្នកប្រមូលផ្ដុំនៅសមត្ថភាពរបស់អ្នកធ្វើការជ្រើសរើសនៅអត្ថប្រយោជន៍ខ្ពស់បំផុតរបស់អ្នកជាមួយនឹងការបដិញ្ញាចិត្តដើម្បីធ្វើវាបានលឿននិងទទួលបាននូវលទ្ធផលល្អនៅពេលដែលអ្នករកឃើញនូវការផ្លាស់ប្ដូររបស់ខ្លួនអ្នកនៅថ្ងៃខាងមុខវិធីសាស្ត្រនិងឱកាសច្រើនបើកឲ្យអ្នកដើរហើយអ្នកអាចចាប់វាបាននៅថ្ងៃនេះលំហាត់អនុវត្តចូលជ្រើសរើសកលឹះការងារតែមួយគត់ដែលអ្នកបានពន្យាពេលធ្វើឬបានបញ្ចប់ទាំងស្រុងដំណោះស្រាយគឺធ្វើវាភ្លាមជោគជ័យនៃអាថ៌កំបាំងទី14ចូលរៀបចំគម្រោងការដើម្បីឡើងពីកម្ពូលមួយទៅកម្ពូលមួយទៀតជ័យជំនះមិនមែនជារឿងកើតឡើងម្ដងម្កាលនោះទេតែវាកើតឡើងគ្រប់ពេលវេលាទាំងអស់ដូចជាអ្នកឡើងភ្នំម្នាក់ដែលបានឡើងដល់កម្ពូលភ្នំមួយត្រូវចុះទៅកាន់ចន្លងវិញនៅមុនពេលធ្វើការឡើងកាន់កម្ពូលមួយទៀតហើយជីវិតនិងការងាររបស់អ្នកដូចជាសេរីនៃការឡើងចុះដូចអ្នកបានឮរួចមកហើយថាជីវិតគឺជាដំណើរនៃជំហានពីរគឺទៅមុខនិងថយក្រោយគ្រប់អាជីវកម្មទាំងអស់គឺបង្កើតឡើងជារង្វង់ជុំនិងនិន្នាការធ្វើអាជីវកម្មនាំទៅកាន់ភាពផ្លាស់ប្ដូរទាំងស្រុងមួយនៅក្នុងឧស្សាហកម្មសប្តាហ៍ថ្ងៃនេះយើងមានបញ្ហាជាមួយនឹងអ៊ីនធឺណិតនិងការរីកដុះដាលនៃបច្ចេកវិទ្យានៅគ្រប់ការដឹកនាំ
ចូលអភិវឌ្ឍនៅការដាក់កម្រិតខ្លួនឯងរយៈពេលវែងហើយមើលឲ្យវែងឆ្ងាយគ្រប់រឿងដែលអ្នកធ្វើចូលរៀបចំធ្វើផែនការដែលមានរយៈពេល2 3 4ឬ5ឆ្នាំសម្រាប់អនាគតកុំបណ្ដោយតាមទឹកចិត្តរបស់ខ្លួនដោយឈ្មោះទៅកាន់ទីរអិលទៅមុខនៃអារម្មណ៍របស់ខ្លួនដែលមានការឈានឡើងនិងចុះរយៈពេលខ្លីនៃជីវិតរាល់ថ្ងៃនោះទេចូលធ្វើការចងចាំខ្លួនឯងរាល់ថ្ងៃថាអ្វីគ្រប់យ៉ាងនៅក្នុងជីវិតរបស់អ្នកដើម្បីឲ្យមានការឈានឡើងត្រូវមានភាពជឿជាក់លើខ្លួនឯងភាពអត់ធ្មត់និងការសម្រេចនៅក្នុងរយៈពេលខ្លីដែលប្រែប្រួលនៅក្នុងជោគវាសនារបស់អ្នកនៅពេលដែលអ្នកមានគោលដៅនិងផែនការច្បាស់លាស់ដែលអ្នកកំពុងធ្វើការរៀងរាល់ថ្ងៃនោះនិន្នាការខ្សែបន្ទាត់នៃខ្សែជីវិតរបស់អ្នកនឹងមានទំនោរទៅកាន់ភាពអភិវឌ្ឍទៅថ្ងៃមុខនិងឈានឡើងនៅក្នុងរយៈពេលជាច្រើនឆ្នាំខាងមុខលំហាត់អនុវត្តចូលកំណត់គន្លឹះនៃការវិវត្តនិងនិន្នាការក្នុងការធ្វើការរបស់អ្នកតើទីផ្សារនៅឯណាតើអ្វីដែលការផ្លាស់ប្ដូរហើយយើងទទួលនឹងការផ្លាស់ប្ដូរនោះយ៉ាងដូចម្តេចតើអ្វីដែលឈានឡើងនៅថ្ងៃនេះទោះជាយ៉ាងណាក៏ដោយចម្លើយរបស់អ្នកគឺការជោគជ័យនៃអាថ៌កំបាំងទី15អនុវត្តការដាក់កំហិតខ្លួនឯងចំពោះគ្រប់ការងារការដាក់កំហិតខ្លួនឯងគឺជាសមត្ថភាពដើម្បីធ្វើឲ្យខ្លួនរបស់អ្នកធ្វើនៅរឿងអ្វីដែលគួរធ្វើហើយនៅពេលណាដែលគួរធ្វើការដាក់កំហិតខ្លួនឯងគឺជាគុណសម្បត្តិដ៏មានសារៈសំខាន់បំផុតតែមួយគត់សម្រាប់ជោគជ័យនៅក្នុងជីវិតគឺជាការឆ្ពោះទៅភាពមានបានទោះបីជាអ្នកអាចដាក់កំហិតខ្លួនឯងឲ្យធ្វើនៅអ្វីដែលអ្នកគួរធ្វើទោះជាមានអារម្មណ៍ចូលចិត្តវាឬអត់នោះជ័យជំនះរបស់អ្នកគឺត្រូវបានធានាយ៉ាងពិតប្រាកដមកចូលបាយដើម្បីខ្លាចទៅជាមហាស្ថិរដោយខ្លួនឯងគឺជាការតបជាប់គ្នារវាងការដាក់កំហិតរយៈពេលវែងនិងសមត្ថភាពដើម្បីពន្យាការពេញចិត្តនៅក្នុងរយៈពេលខ្លីវាគឺជាសមត្ថភាពរបស់អ្នកដើម្បីកំណត់នៅគោលដៅរយៈពេលវែងមួយដើម្បីឲ្យអ្នកទទួលបានឯករាជ្យខាងហិរញ្ញវត្ថុនិងដើម្បីដាក់កំហិតរបស់ខ្លួនអ្នករាល់ថ្ងៃនិងការចំណាយពេលវេលារាល់ថ្ងៃចូលអនុវត្តការងាររបស់អ្នកនោះអ្នកនឹងធានាបានថាអ្នកនឹងសម្រេចនៅគោលដៅរយៈពេលវែងនៅទីបញ្ចប់ការដាក់កំហិតខ្លួនឯងតម្រូវឲ្យមានចំណេះដឹងខ្លួនឯងគ្រប់គ្រងខ្លួនឯងទទួលខុសត្រូវលើខ្លួនឯងនិងការដឹកនាំខ្លួនឯងភាពខុសគ្នារវាងអ្នកដែលទទួលបានជោគជ័យនិងអ្នកបរាជ័យគឺថាអ្នកដែលទទួលបានជោគជ័យបង្កើតទម្លាប់មួយដែលធ្វើរឿងអ្វីដែលអ្នកបរាជ័យពុំចូលចិត្តធ្វើរឿងដែលអ្នកបរាជ័យបញ្ចូលចិត្តធ្វើគឺជារឿងដូចគ្នាទៅនឹងរឿងដែលអ្នកទទួលបានជ័យជំនះពុំចូលចិត្តធ្វើដែរប៉ុន្តែអ្នកទទួលបានជោគជ័យព្យាយាមធ្វើវាតាមមធ្យោបាយផ្សេងៗជាច្រើនព្រោះគេយល់ថាវាមានតម្លៃដែលពួកគេត្រូវចំណាយពេលវេលាដើម្បីធ្វើតាមបំណងរបស់គេដើម្បីទទួលបាននូវភាពជោគជ័យអ្នកដែលទទួលបានជ័យជំនះគឺចង់បានណាស់នៅលទ្ធផលដែលខ្លួនពេញចិត្តក៏ប៉ុន្តែអ្នកបរាជ័យគឺចង់បានណាស់នៅវិធីសាស្ត្រអនុវត្តដែលងាយស្រួលអ្នកទទួលបានជ័យជំនះធ្វើសកម្មភាពឆ្ពោះទៅកាន់ការសម្រេចគោលដៅអ្នកដែលមិនបានទទួលបានជ័យជំនះធ្វើសកម្មភាពណាដែលមានភាពតានតឹងតិចអ្នកទទួលបានជ័យជំនះធ្វើសកម្មភាពណាដែលពិបាកហើយចាំបាច់នឹងមានសារៈសំខាន់បំផុតទោះទៅវិញអ្នកដែលពុំបានទទួលបានជ័យជំនះចង់ធ្វើការណាដែលសប្បាយៗងាយស្រួលហើយផ្ដល់ឲ្យពួកគេនូវភាពសប្បាយភ្លាមឬលទ្ធផលភ្លាមតែម្ដងព័ត៌មានដែលល្អគឺជាសកម្មភាពទាំងអស់របស់អ្នកការដាក់កំហិតខ្លួនឯងដែលពង្រឹងដល់ការដាក់កំហិតផ្សេងៗទៀតរបស់អ្នកឲ្យទទួលបាននូវភាពល្អប្រសើររាល់ពេលដែលអ្នកអនុវត្តនៅការដាក់កំហិតខ្លួនឯងនោះទៅមានតម្លៃខ្លួនឯងកាន់តែកើនឡើងអ្នកចូលចិត្តធ្វើនិងគោរពខ្លួនឯងកាន់តែច្រើនហើយការអនុវត្តការដាក់កំហិតខ្លួនរបស់អ្នកឲ្យច្រើនទៅលើរឿងតូចនោះអ្នកនឹងទទួលបានការដាក់កំហិតដ៏អស្ចារ្យដែលតម្រូវសម្រាប់ឱកាសនិងបទពិសោធន៍និងការប្រជែងធំនៅក្នុងខ្សែជីវិតចូលអ្នកចងចាំថាគ្រប់រឿងទាំងអស់នៅក្នុងជីវិតគឺជាការសាកល្បងរាល់ថ្ងៃរាល់ម៉ោងនិងជួនកាលរាល់នាទីទៀតផងអ្នកកំពុងតែធ្វើការសាកល្បងនៃចំណេះដឹងខ្លួនឯងគ្រប់គ្រងខ្លួនឯងនិងការដាក់កំហិតខ្លួនឯងការសាកល្បងគឺដើម្បីឲ្យឃើញនៅអ្វីដែលអ្នកអាចធ្វើដោយខ្លួនឯងនៅរឿងដែលមានសារៈសំខាន់បំផុតនិងនៅជាមួយវារហូតដល់វាបានចប់សក្តិការសាកល្បងគឺជារឿងដែលអ្នកអាចថែរក្សាទុកនៅក្នុងចិត្តរបស់អ្នកទៅលើរឿងអ្វីដែលអ្នកចង់ធ្វើនិងនៅទីកន្លែងដែលអ្នកចង់ទៅជាជាងការគិតនិងការនិយាយរឿងដែលអ្នកមិនចង់ឬក៏ជាបញ្ហាដែលជួបការពីអតីតកាលនៅពេលដែលអ្នកបានជាប់ការប្រឡងសាកល្បងអ្នកធ្វើដំណើរទៅកាន់កម្រិតបន្តទៀតអ្នកត្រូវតែរក្សាឲ្យជាប់នៅការធ្វើការសាកល្បងឲ្យបានអ្នកនៅតែរក្សាការឈានទៅមុខនិងឈានឡើងនៃជីវិតរបស់អ្នករហូតជ័យជំនះតម្រូវឲ្យមានវិន័យដែលមានទម្ងន់រាប់តោនដោយលោកជីមរ៉ុនបាននិយាយថាវិន័យមានទម្ងន់ត្រឹមតែ23គីឡូតែប៉ុណ្ណោះប៉ុន្តែការបរាជ័យមានទម្ងន់រាប់តោនលំហាត់អនុវត្តអ្វីប្រែប្រួលគ្រប់នាទីចូលកំណត់នៅចំណុចណាមួយដែលអ្នកនៅខ្វះខាតដែលធ្វើឲ្យប៉ះពាល់ដល់ជ័យជំនះនៃខ្សែជីវិតរបស់អ្នកប៉ុន្តែនៅពេលនេះអ្នកអភិវឌ្ឍនៅចំណុចខ្វះខាតទាំងអស់នេះនឹងចាប់ផ្ដើមធ្វើឲ្យវាខ្លាំងក្លាប្រាប់អ្នកដទៃនឹងការសម្រេចចិត្តរបស់អ្នកអនុវត្តវាដល់គ្មានការលើកលែងរហូតដល់ទម្លាប់ថ្មីរបស់អ្នកបានអនុវត្តយ៉ាងត្រឹមត្រូវការសម្រេចចិត្តតែម្នាក់ឯងនេះធ្វើឲ្យខ្សែជីវិតរបស់អ្នកប្រែប្រួល
ជោគជ័យនៃអង្គកំបាំងទី16ចូលប្រើអស់ពីសមត្ថភាពគំនិតច្នៃប្រឌិតរបស់អ្នកពីកំណើតមនោគតិមានសារៈសំខាន់ជាងការពិតទីនេះមានព័ត៌មានថ្មីៗជាច្រើនហើយអ្នកជាអ្នកដែលមានបញ្ញាមានសក្តានុពលតែម្នាក់គត់អ្នកមានតម្លៃឆ្លាតជាងការដែលអ្នកស្មានទុកអ្នកមានមូលដ្ឋានមានសមត្ថភាពកម្លាំងខួរក្បាលនិងប្រឌិតញាណជាងការអ្នកធ្លាប់បានប្រើរហូតមកដល់ពេលនេះខួរក្បាលរបស់អ្នកមាន1000កោសិកាដែលកោសិកានីមួយៗបានតភ្ជាប់នឹងកោសិកាទៅទៀតរហូតដល់ជាង20000កោសិកាដែលបណ្ដាញដល់សំញាំនៃកោសិកាប្រសាទមានន័យថាការដែលអាចតភ្ជាប់គ្នានឹងការដាក់ជាក្រុមនៃកោសិកាក្នុងខួរក្បាលរបស់អ្នកវាមានភាពកើនច្រើនជាងចំនួនម៉ូលេគុលបានដឹងនៅក្នុងសកលទៅទៀតសមត្ថភាពអភិវឌ្ឍគំនិតដើម្បីជួយអ្នកឲ្យបានសម្រេចដល់គ្មានព្រំដែនមានន័យថាសមត្ថភាពដើម្បីទទួលបាននូវភាពជោគជ័យគឺគ្មានព្រំដែនទេប្រឌិតញាណរបស់អ្នកគឺត្រូវបានបង្កើតដោយកត្តា3យ៉ាងកត្តាទី1គឺគោលដៅដែលអ្នកពងប្រាថ្នាយ៉ាងមោះមុតកត្តាទី2គឺការកំណត់នៅបញ្ហាកត្តាទី3គឺដាក់សំណួរផ្ដោតទៅលើបញ្ហាឲ្យបានច្រើនការដែលអ្នកកំណត់នៅការគិតរបស់អ្នកដើម្បីសម្រេចនឹងគោលដៅដោះស្រាយបញ្ហាឬឆ្លើយនៃសំណួរដែលអ្នកបានសួរមួយចំនួនពីអាជីវកម្មរបស់អ្នកនិងជីវិតផ្ទាល់ខ្លួនដែលធ្វើឲ្យអ្នកកាន់តែឆ្លាតនិងធ្វើឲ្យចិត្តគំនិតរបស់អ្នកកាន់តែជ្រះថ្លាដើម្បីធ្វើការឲ្យអ្នកនៅថ្ងៃអនាគតខួរក្បាលរបស់អ្នកញាណប្រឌិតរបស់អ្នកវាដូចជាកម្លាំងសាច់ដុំមួយអ្នកប្រើវាកាន់តែច្រើនភាពខ្លាំងនិងការងើបឡើងរបស់អ្នកកាន់តែមានលក្ខណៈប្រសើរឡើងដែរជាការពិតណាស់អ្នកបង្កើតនៅភាពបីឆ្លាតនិងប្រឌិតញាណរបស់អ្នកការដាក់កំហិតខ្លួនរបស់អ្នកដោយគិតពីវិធីច្នៃប្រឌិតរៀងរាល់ថ្ងៃក្នុងរយៈពេលមួយដ៏វែងហើយអ្នកនឹងចងចាំថាប្រឌិតញាណរបស់អ្នកគឺគ្រាន់តែជាពាក្យមួយម៉ាត់ផ្សេងទៀតសម្រាប់ធ្វើឲ្យមានលក្ខណៈល្អប្រសើរឡើងរាល់ពេលដែលអ្នកកើតមាននូវគំនិតនិងការគិតរបស់អ្នកដើម្បីធ្វើការងាររបស់អ្នកឲ្យកាន់តែប្រសើររកឃើញនៅមធ្យោបាយថ្មីកាន់តែល្អនិងកាន់តែលឿនកាន់តែថោកឬកាន់តែងាយស្រួលដើម្បីសម្រេចនៅលទ្ធផលមួយដែលអ្នកកំពុងដំណើរទៅរកកម្រិតខ្ពស់បំផុតនៃប្រឌិតញាណដោយគ្រាន់តែអ្នកអភិវឌ្ឍនៅសាច់ដុំរបស់អ្នកដោយធ្វើវាឲ្យរឹងមាំជាមួយនឹងការវឹកហាត់រាងកាយរបស់អ្នកការដែលអ្នកធ្វើឲ្យរាងកាយរបស់អ្នករឹងមាំវាជារឿងមួយដ៏ល្អនេះគឺជាការហាត់ប្រាណរបស់អ្នកដើម្បីបង្កើនថាមពលខួរក្បាលរបស់អ្នកនិងដោះសោញាណដែលមានកំណត់ច្នៃប្រឌិតនៅផ្នែកខាងក្នុងរបស់អ្នកចេញចូលយកกระดาษមួយសន្លឹកហើយសរសេរគោលដៅចម្បងធំបំផុតរបស់អ្នកឬបញ្ហាបន្ទាន់បំផុតសម្រាប់អ្នកនៅខាងលើกระดาษនៃទម្រង់នៃសំណួរឧទាហរណ៍អ្នកអាចសរសេរថាតើខ្ញុំធ្វើដូចម្តេចដើម្បីឲ្យប្រាក់ចំណូលរបស់ខ្ញុំកើនឡើងទ្វេដងក្នុងរយៈពេលពី24ទៅ36ខែបន្ទាប់ទៀតឥឡូវនេះចូលដាក់កំហិតខ្លួនរបស់អ្នកដោយសរសេរចម្លើយចេញយ៉ាងហោចណាស់20ចម្លើយខុសៗគ្នានិងសំណួររបស់អ្នកជ្រើសរើសយកចម្លើយមួយក្នុងចំណោមចម្លើយរបស់អ្នកហើយធ្វើសកម្មភាពឲ្យបានឆាប់អ្នកនឹងភ្ជាប់ផ្អើលទៅពេលដែលអ្នកទទួលបានលទ្ធផលលំហាត់អនុវត្តចូលកំណត់ត្រាបញ្ហាដែលជាឧបសគ្គឬប៉ះពាល់ដល់គោលបំណងរបស់អ្នកបន្ទាប់មកមនោគតិនៃបញ្ហាទាំងនោះបានដោះស្រាយយ៉ាងល្អប្រពៃឬទទួលបានជ័យជំនះដោយបំណងដែលអ្នកបានពោលប្រាថ្នាតើអ្វីដែលធ្វើឲ្យអ្នកទទួលបានលទ្ធផលដូចនេះហើយចងចាំគ្រប់សកម្មភាពទាំងអស់ជោគជ័យនៃអាថ៌កំបាំងទី17ចូលខ្សែគប់ជាមួយមនុស្សល្អត្រឹមត្រូវដែលនៅជុំវិញអ្នកនឹងនៅជាមនុស្សដ៏ដែលរយៈពេល5ឆ្នាំលើកលែងតែមនុស្សដែលអ្នកបានជួបនិងសៀវភៅដែលអ្នកបានអាន85%នៃជ័យជំនះនិងសុភមង្គលនៅក្នុងជីវិតរបស់អ្នកគឺនឹងត្រូវបានកំណត់ដោយគុណសម្បត្តិនៃការធ្វើការទំនាក់ទំនងដែលអ្នកបានអភិវឌ្ឍវាដោយខ្លួនឯងនិងដោយសកម្មភាពនៃការធ្វើអាជីវកម្មរបស់អ្នកមនុស្សដែលអ្នកបានស្គាល់មានចំនួនច្រើនហើយក៏ជាអ្នកដែលអ្នកស្គាល់ក្នុងផ្លូវល្អឬបំណងល្អជ័យជំនះដែលអ្នកនឹងទទួលបានកាន់តែច្រើនហើយអ្នកនឹងក្លាយជាអ្នកដែលនាំមកគេកាន់តែឆាប់ជាក់ស្ដែងរាល់ចំណុចផ្លាស់ប្ដូរនៅក្នុងជីវិតរបស់អ្នកនឹងមានមនុស្សម្នាក់កំពុងតែឈរនៅទីនោះដើម្បីជួយអ្នកឬជាអ្នករារាំងដល់អ្នកមនុស្សដែលទទួលបាននូវជោគជ័យបង្កើតទម្លាប់នៃការកសាងនិងថែរក្សាប្រព័ន្ធនៃការទំនាក់ទំនងឲ្យនៅល្អនៅក្នុងជីវិតរបស់ពួកគេហើយជាលទ្ធផលដែលពួកគេធ្វើអ្វីៗមានសភាពទូលំទូលាយជាងមនុស្សដែលនៅផ្ទះហើយមើលទូរទស្សន៍រាល់យប់អ្វីៗគ្រប់បែបយ៉ាងតាក់ទងជាមួយនឹងការទំនាក់ទំនងគ្នាបញ្ហាជាក់ស្ដែងទាំងអស់របស់អ្នកនៅក្នុងជីវិតនឹងទទួលបានដែលជាលទ្ធផលនៃការធ្វើទំនាក់ទំនងខុសជាមួយនឹងមនុស្សមិនត្រឹមត្រូវភាពពិតទាំងអស់នៅក្នុងជ័យជំនះដ៏ធំធេងរបស់អ្នកនៅក្នុងជីវិតនឹងត្រូវបានកើតឡើងដោយការធ្វើទំនាក់ទំនងដ៏ធំធេងជាមួយនឹងមនុស្សល្អដែលជួយអ្នកហើយក៏ជាអ្នកដែលត្រូវអ្នកជួយគេវិញ90% នៃជ័យជំនះរបស់អ្នកនឹងកំណត់ដោយក្រុមអ្នកធានាអះអាងរបស់អ្នកក្រុមអ្នកធានាអះអាងរបស់អ្នកគឺត្រូវបានកំណត់យ៉ាងច្បាស់លាស់ពីមនុស្សដែលអ្នកប្រកាន់ភ្ជាប់នៅទម្លាប់របស់ខ្លួននិងបានឆ្លងកាត់ពេលវេលានោះរួចហើយអ្នកនឹងដូចជាសត្វបង្គោលមួយដែលចាប់យកការធ្វើអ្វីៗដោយទម្លាប់ចរិយាតម្លៃនិងការជឿជាក់ជាមួយនឹងមនុស្សដែលមានទំនាក់ទំនងជាមួយអ្នកស្ទើរតែគ្រប់ពេលអ្នកនឹងដូចជាមនុស្សម្នាក់ដែលចាប់យកការធ្វើអ្វីៗដោយទម្លាប់ចរិយាតម្លៃនិងការជឿជាក់ជាមួយមនុស្សដែលមានទំនាក់ទំនងជាមួយអ្នកស្ទើរតែគ្រប់ពេលបើសិនបើអ្នកចង់ខ្លាចជាមនុស្សដែលទទួលបាននូវជ័យជំនះចូលធ្វើការទំនាក់ទំនងជាមួយមនុស្សដែលផ្ដល់ផលល្អចូលធ្វើការទំនាក់ទំនងជាមួយមនុស្សដែលសុខចិត្តនិយមនិងសប្បាយដល់អ្នកដែលមានគោលដៅនិងអ្នកទាំងឡាយដែលមាន
ជីវិតរបស់គេឈានទៅខាងមុខនៅពេលដដែលចូលជៀសវាងឆ្ងាយពីមនុស្សដែលអាក្រក់ចាំតែរិះគន់និងមនុស្សដែលត្អូញត្អែប្រសិនបើអ្នកចង់ហោះហើរជាមួយសត្វឥន្ទ្រីនោះអ្នកមិនអាចដើរដីជាមួយសត្វមាន់បានទេបន្តធ្វើការភ្ជាប់បណ្ដាញដើម្បីឲ្យខ្លួនឯងខ្លាចជាអ្នកមានពួកគេចូលរួមនៅក្នុងសហគមន៍ឧស្សាហកម្មនាំចេញនាំចូលវត្តមាននៅក្នុងគ្រប់ការប្រជុំហើយនឹងមានទំនាក់ទំនងនៅក្នុងសកម្មភាពរបស់ក្រុមពួកគេណែនាំខ្លួនទៅមនុស្សដែលចូលរួមធ្វើអាជីវកម្មនិងមនុស្សក្នុងសង្គមជួននៅនាមបានអាជីវកម្មទៅពួកគេហើយនឹងប្រាប់អ្នកដទៃអំពីអ្វីដែលពួកគេធ្វើទីនេះយើងមានយុទ្ធសាស្ត្រមួយចំនួនក្នុងយុទ្ធសាស្ត្រទាំងអស់ទោះបីជាពេលណាក៏ដោយនៅពេលដែលអ្នកជួបមនុស្សថ្មីចូលសួរពួកគេនិងប្រាប់អាជីវកម្មដល់ពួកគេជាពិសេសឲ្យគេប្រាប់នៅអ្នកនៅអ្វីដែលអ្នកត្រូវការដឹងដើម្បីអូសទាញអតិថិជនឬភ្ញៀវមកកាន់ពួកគេបន្ទាប់មកចូលមើលថាតើអ្នកអាចធ្វើវាកាន់អាជីវកម្មមួយចំនួនតាមមធ្យោបាយរបស់ពួកគេបានដែរឬទេចូលប្រែក្លាយអតិជាអ្នកឲ្យជាងខ្លាចទៅជាអ្នកទទួលជានិច្ចកាលតែងតែរកមធ្យោបាយដើម្បីចូលទៅធ្វើមុនពេលចាប់ផ្ដើមគិតរកមធ្យោបាយចាក់ចេញមធ្យោបាយល្អបំផុតដើម្បីភ្ជាប់បណ្ដាញនិងកសាងទំនាក់ទំនងរបស់អ្នកគឺដរាបណាអ្នករកមធ្យោបាយជួយអ្នកដទៃឲ្យបានសម្រេចគោលដៅរបស់ពួកគេការដែលអ្នកឲ្យគេកាន់តែច្រើនដោយបំគិតពីការតបស្នងនោះការតបស្នងនៅត្រឡប់មកកាន់អ្នកវិញពីប្រភពដែលមិនបានសង្ឃឹមសោះនោះកាន់តែច្រើនឡើងលំហាត់អនុវត្តចូលកំណត់មនុស្សដែលសំខាន់នៅក្នុងជីវិតរបស់អ្នកនាពេលបច្ចុប្បន្ននិងអនាគតអ្វីដែលអ្នកបានធ្វើដើម្បីជួយគេក្នុងការរស់នៅនិងការងារដូចនេះគេនឹងរងចាំជួយអ្នកវិញគ្រប់ពេលវេលាចូលកំណត់មនុស្សដែលអ្នកបានស្គាល់ហើយអ្វីដែលអ្នកបានធ្វើដើម្បីជួយគេក្នុងការទាញយកប្រយោជន៍ពីគេមកវិញដែលជាតម្រូវការរបស់អ្នកជោគជ័យនៃអាថ៌កំបាំងទី18ចូលយកចិត្តដាក់ឲ្យបានល្អចំពោះសុខភាពរាងកាយរបស់អ្នកគន្លឹះដើម្បីទទួលបានសុភមង្គលគឺមានចិត្តរីករាយរឹងមាំនៅក្នុងរាងកាយយើងកំពុងតែរស់នៅក្នុងពេលវេលាដ៏ស្រស់ត្រកាលមួយនៅក្នុងប្រវត្តិសាស្ត្រមនុស្សក្នុងទម្រង់ភាពមានអាយុវែងនិងរាងកាយសមរម្យអ្នកមានអាយុវែងនិងរស់នៅបានស្រួលជាងមុនអ្នកគួរតែមានបំណងរស់នៅរហូតដល់អាយុ80 90ឬដល់100ឆ្នាំក្នុងទម្រង់សុខល្អឥតខ្ចោះហើយអ្នកអាចធ្វើវាបានប្រសិនបើអ្នកសម្រេចចិត្តដើម្បីធ្វើវាទី1កំណត់គោលដៅដើម្បីរស់នៅយ៉ាងហោចណាស់អាយុ80ឆ្នាំដែរបន្ទាប់មកមើលមកកាន់ទម្លាប់ថែរក្សាសុខភាពបច្ចុប្បន្នហើយសួរខ្លួនឯងថាតើផ្លូវដែលអ្នកកំពុងរស់នៅជាមួយសពថ្ងៃនេះនឹងធ្វើឲ្យអ្នកមានអាយុដល់80ដោយនៅតែមាំមួនដែរឬទេមានមធ្យោបាយ3ដើម្បីធ្វើឲ្យមានអាយុវែងនិងមានសុភមង្គលនៅក្នុងជីវិតនិងសុខភាពល្អទី1ទម្ងន់ខ្លួនត្រូវខ្នាតកំណត់គោលដៅដើម្បីគ្រប់គ្រងទម្ងន់របស់អ្នកបន្ទាប់មកសម្រកខ្លាញ់និងសម្រាប់ឲ្យបានសមរម្យដើម្បីជីវិតរបស់អ្នកមានរូបមន្ត5ដើម្បីសម្រកទម្ងន់និងរាងកាយឲ្យបានសមរម្យវាគឺជារឿងងាយគឺថាញ៉ាំតិចហាត់ប្រាណឲ្យបានច្រើនទី2តមអាហារដែលគួរតនិងមធ្យោបាយដើម្បីតបអាហារឲ្យបានសមរម្យគឺញ៉ាំអាហារដែលល្អនិងឲ្យបានច្រើនល្មមញ៉ាំអាហារប្រូតេអ៊ីនដែលគ្មានជាតិខ្លាញ់ផ្លែឈើនិងបន្លែឲ្យបានច្រើនហើយកាត់បន្ថយបង្អែមភេសជ្ជៈកគ្រាប់និងអ្វីផ្សេងទៀតដែលមានជាតិស្ករចេញពីជីវិតរបស់អ្នកឈប់ប្រើប្រាស់អំបិលដែលបន្ថែមសារធាតុដទៃនិងឈប់ញ៉ាំផលិតផលម្សៅពណ៌សញ៉ាំបន្តិចម្ដងនិងញ៉ាំចំនួន4ទៅ5ដងក្នុងមួយថ្ងៃជាងញ៉ាំតែ3ដងក្នុងបរិមាណច្រើននៅពេលដែលអ្នកអាចគ្រប់គ្រងទម្លាប់នៃការញ៉ាំរបស់អ្នកបានទាំងស្រុងហើយអ្នកនឹងអាចរកឃើញថាវាជារឿងងាយក្នុងការគ្រប់គ្រងទម្លាប់ផ្សេងៗដែលជាផ្នែកនៃជីវិតរបស់អ្នកឲ្យបានល្អទី3ដើម្បីឲ្យមានអាយុវែងគឺហាត់ប្រាណឲ្យបានទៀងទាត់និងសមស្របហើយករណីនេះតម្រូវឲ្យអ្នកធ្វើសកម្មភាពបញ្ចេញកម្លាំងកាយ200នាទីក្នុងមួយសប្តាហ៍ឬក៏ជាមធ្យម30នាទីក្នុងមួយថ្ងៃអ្នកអាចហាត់ប្រាណដោយដើរចេញឲ្យបានលឿនក្នុងរយៈពេលពី30នាទីទៅ60នាទីពី3ទៅ5ថ្ងៃក្នុងមួយសប្តាហ៍ប្រសិនបើអ្នកពិបាកអ្នកគួរតែចូលរួមក្នុងក្លឹបសុខភាពឬទិញឧបករណ៍ដែលសមរម្យដាក់ក្នុងផ្ទះឬហាត់ប្រាណបញ្ចេញកម្លាំងឲ្យបានច្រើនមធ្យោបាយដើម្បីធ្វើឲ្យមានសុខភាពរាងកាយល្អប្រសើរនិងមានអាយុវែងគឺកំណត់គោលដៅឲ្យបានច្បាស់និងជាក់លាក់សម្រាប់កម្រិតនៃសុខភាពនិងភាពសមរម្យអ្នកត្រូវតែធ្វើផែនការមួយបន្ទាប់មកអនុវត្តផែនការរបស់អ្នករៀងរាល់ថ្ងៃការតាំងចិត្តដើម្បីតម្រូវការនៅចំណេះដឹងផ្ទាល់ខ្លួនខាងអ្វីមួយគ្រប់គ្រងខ្លួនឯងនិងដាក់កំហិតខ្លួនឯងប៉ុន្តែការឈប់អនុវត្តអាចនឹងក្លាយទៅជាមានបញ្ហាខុសធម្មតាបើសិនបើគោលដៅហិរញ្ញវត្ថុរបស់អ្នកសម្រេចបាននៅផលប្រយោជន៍មួយដែលមានចំនួន$1 លានគោលដៅសុខភាពរបស់អ្នកនឹងអាចបន្តកាន់តែយូរអញ្ចឹងអ្នកអាចនឹងរីករាយជាមួយជីវិតដ៏ស្រស់ថ្លាជាមួយនឹងលុយរបស់អ្នកលំហាត់អនុវត្តចូលកំណត់ទម្លាប់មួយនៃសុខភាពដែលអ្នកធ្វើការអភិវឌ្ឍឲ្យដល់កម្រិតខ្ពស់ដើម្បីសុខភាពនិងធម៌ពលប្រហែលជាវាកំពុងតែបំបត្តិចោលនៅការបរិភោគបង្អែមផងដែរបន្ទាប់មកប្រឆាំងនឹងការដោះស្រាយខ្លួនឯងផ្ទាល់ចំពោះនៅការដាក់កំហិតខ្លួនឯងរហូតដល់ទម្លាប់ថ្មីនៃសុខភាពរបស់អ្នកបានត្រឹមត្រូវល្អប្រសើរជោគជ័យនៃអាថ៌កំបាំងទី19ចូលមើងម៉ាត់ហើយធ្វើសកម្មភាពតាមគោលដៅចូលយកដៃទាំងពីររបស់អ្នកទប់ទល់រាល់ការពិបាកហើយធ្វើវារហូតបានសម្រេចគ
គុណសម្បត្តិមួយនៃគុណសម្បត្តិជាច្រើនដើម្បីធ្វើខ្លួនឲ្យខ្លាចជាមហាសេដ្ឋីដែលខ្លួនឯងគឺថាពួកគេគិតឲ្យបានមកចត់បន្ទាប់មកធ្វើការសម្រេចចិត្តឲ្យបានលឿនពួកគេដាក់កំហិតខ្លួនរបស់ពួកគេឲ្យធ្វើសកម្មភាពនិងអភិវឌ្ឍតាមការសម្រេចចិត្តដែលពួកគេបានធ្វើពួកគេធ្វើការប្រែប្រួលយ៉ាងលឿននិងទទួលការឆ្លើយតបវិញយ៉ាងលឿនពីសកម្មភាពរបស់ពួកគេបើសិនបើពួកគេរកឃើញថាពួកគេមានកំហុសពួកគេកែតម្រូវខ្លួនឯងយ៉ាងឆាប់រហ័សនិងព្យាយាមធ្វើអ្វីៗផ្សេងទៀតគន្លឹះដើម្បីឈ្នះគឺអ្នកត្រូវតែព្យាយាមហើយមនុស្សដែលទទួលបានជោគជ័យគឺមនុស្សជាពួកគេព្យាយាមធ្វើអ្វីយ៉ាងច្រើនជាងមនុស្សផ្សេងទៀតដែលពឹងផ្អែកទៅលើច្បាប់ដែលបានតាក់តែងឡើងបើសិនបើពួកគេព្យាយាមរិះរកវិធីផ្សេងគ្នាដើម្បីយកជ័យជំនះលើពីនេះទៅទៀតគឺជាអ្វីដែលប្រឹងរកតាមមធ្យោបាយដ៏ត្រឹមត្រូវនិងពេលវេលាដ៏សមស្របមួយមនុស្សដែលមិនបានជោគជ័យគឺជាមនុស្សដែលរុញរាពួកគេដឹងពីអ្វីដែលពួកគេគួរតែធ្វើឬឈប់ធ្វើរឿងណាមួយយ៉ាងច្បាស់លាស់ប៉ុន្តែពួកគេពុំមានចរិតលក្ខណៈឬអំណាចឆន្ទៈដើម្បីធ្វើសេចក្តីសម្រេចចិត្តទៅលើការធ្វើអាជីវកម្មនៅឡើយលទ្ធផលរស័ក្តិដណ្ដែតរហូតមិនដែលសប្បាយមិនដែលធ្វើអ្វីចប់សពគ្រប់ឬមិនដែលទទួលបាននៅអ្វីដែលជោគជ័យឡើយអស់មួយជីវិតពួកគេមិនដែលខ្លាចជាអ្នកមានទេឬសម្រេចបាននៅឯករាជ្យខាងលុយកាក់នោះទេពួកគេទទួលបានផលតិចតួចដែលពួកគេអាចធ្វើទៅបាននៅពេលដែលអ្នកមិនរុញរាហើយធ្វើសកម្មភាពទៅកាន់គោលដៅអ្នកផ្លាស់ប្ដូរជីវិតទាំងមូលរបស់អ្នកទៅកាន់លំដាប់ខ្ពស់បំផុតអ្នកទទួលបានផលសម្រេចច្រើនជាងមនុស្សផ្សេងទៀតធ្វើក្នុងមួយថ្ងៃអ្នកឈានទៅមុខបានលឿនជាងមនុស្សដែលនៅជុំវិញអ្នកជាការពិតណាស់អ្នកមិនដែលត្រូវបានរុញចូលទៅកាន់ប្រភពនៃធម៌ពលសេចក្តីសាទរនិងការលើកទឹកចិត្តនៅទីដ៏ខ្ពស់មួយដែលធ្វើឲ្យអ្នកពោពេញទៅដោយសេចក្តីសប្បាយនិងរីករាយជាខ្លាំងបន្ទាប់មកកម្លាំងជីវិតជំនាញនេះនឹងជំរុញអ្នកទៅមុខយ៉ាងលឿនទៅកាន់គោលដៅរបស់អ្នកលំហាត់អនុវត្តចូលសួរខ្លួនឯងតើមានសកម្មភាពអ្វីកើតឡើងបើសិនបើខ្ញុំបានធ្វើវាភ្លាមលទ្ធផលរបស់ខ្ញុំអាចបានវិជ្ជមានឬទេទោះបីជាយ៉ាងណាក៏ដោយចម្លើយរបស់អ្នកគឺធ្វើវាភ្លាមជោគជ័យនៃអាថ៌កំបាំងទី20មិនអនុញ្ញាតឲ្យបរាជ័យនៅក្នុងគោលបំណងឡើយពុំមានអ្វីដែលគួរឲ្យខ្លាចទេប៉ុន្តែខ្លាចតែខ្លួនឯងការភ័យខ្លាចបរាជ័យគឺជាឧបសគ្គដ៏ធំបំផុតតែមួយគត់ដើម្បីទទួលបានជ័យជំនះនៅក្នុងជីវិតយុវវ័យការខ្លាចបរាជ័យគឺជាឧបសគ្គដ៏ធំបំផុតតែមួយគត់ដើម្បីទទួលបាននូវជ័យជំនះនៅក្នុងជីវិតយុវវ័យចូលកំណត់សម្គាល់ថាវាបរាជ័យដល់ខ្លួនឯងឬទេការបរាជ័យធ្វើឲ្យអ្នកកាន់តែខ្លាំងនិងបត់បែនកាន់តែលឿននិងមានការបដិញ្ញាកាន់តែខ្លាំងវាគឺជាការភ័យខ្លាចបរាជ័យឬការប្រមាថមើលបរាជ័យអាចធ្វើឲ្យមានការស្លន់ស្លោដល់ការគិតនិងការធ្វើសកម្មភាពរបស់អ្នកហើយទាញអ្នកឲ្យថយក្រោយពីការព្យាយាមធ្វើនៅអ្វីដែលត្រូវធ្វើដើម្បីសម្រេចបានជោគជ័យដ៏ធំមួយមានម្ដងនោះអ្នកសារព័ត៌មានវ័យក្មេងបានសួរទៅលោក Thomas Watson ដែលជាអ្នកបង្កើតក្រុមហ៊ុន IBM ថាតើធ្វើយ៉ាងណាដើម្បីទទួលបានជោគជ័យលឿនបំផុតលោក Watson បានឆ្លើយតបនៅពាក្យមួយម៉ាត់ដែលគួរឲ្យចាប់អារម្មណ៍ថាបើសិនបើអ្នកចង់បានទទួលបានជោគជ័យឆាប់អ្នកត្រូវធ្វើឲ្យអត្រាបរាជ័យកាន់តែកើនឡើងទ្វេឡើងជ័យជំនះនេះគឺពឹងផ្អែកយ៉ាងខ្លាំងទៅលើបរាជ័យអ្នកដែលទទួលបានជោគជ័យដោយខ្លួនឯងមិនមែនជាអ្នកលេងហ្គេមទេប៉ុន្តែពួកគេតែងតែមានឆន្ទៈក្នុងការចាប់ផ្ដើមនិងការបន្ថយបន្ថែមដែលពួកគេបានគិតទុកជាមុនដោយផ្ទាល់ទៅនឹងគោលដៅរបស់ពួកគេដើម្បីទទួលបានផលដ៏ច្រើនការផ្ទៅអាកប្បកិរិយារបស់អ្នកឆ្ពោះទៅកាន់ការបន្ថយឋានឬគ្រោះថ្នាក់គឺប្រហែលជាមានសារៈសំខាន់បំផុតក្នុងការត្រៀមខ្លួនជាស្រេចដើម្បីក្លាយជាអ្នកមានទ្រព្យសម្បត្តិទោះជាពេលណាក៏ដោយអ្នកត្រូវតែប្រឈមមុខជាមួយនឹងស្ថានភាពដែលគ្រោះថ្នាក់ចូលសួរខ្លួនរបស់អ្នកមួយចំនួនថាតើមានរឿងអាក្រក់បំផុតអ្វីដែលអាចកើតមានប្រសិនបើខ្ញុំទៅមុនគេលោក J. Paul Getty ដែលជាមហាសេដ្ឋីប្រេងបាននិយាយផ្ទាល់ដោយខ្លួនឯងថាអ្នកគួរតែប្រកាសខ្លួនឯងថាទោះបីជាអ្វីក៏ដោយវាមិនកើតឡើងទេជាការពិតណាស់មនុស្សគ្រប់រូបគឺភ័យខ្លាចបរាជ័យហើយមនុស្សគ្រប់គ្នាខ្លាចការបាត់បង់និងភាពក្រីក្រគ្រប់គ្នាខ្លាចខ្លួនឯងបង្កើតកំហុសហើយក៏ត្រឡប់ក្រោយវិញប៉ុន្តែអ្នកខ្លាចទៅជាមហាថៃដល់ខ្លួនឯងគឺជាអ្នកទទួលបាននូវការដឹងខ្លួនទុកជាមុនដើម្បីប្រឈមមុខចំពោះការភ័យខ្លាចនេះហើយធ្វើសកម្មភាពដ៏ត្រឹមត្រូវផ្សេងវិញលោក Ralph Waldo Emerson បានសរសេរថាចូលបង្កើតទម្លាប់ដែលធ្វើឲ្យជីវិតរបស់អ្នកធ្វើរឿងអ្វីដែលជាផុតពីការភ័យខ្លាចបើសិនបើអ្នកធ្វើរឿងដែលអ្នកភ័យខ្លាចនោះទីបញ្ចប់ភាពភ័យខ្លាចនោះនឹងកើតឡើងនៅពេលដែលអ្នកអង់អាចក្លាហានកម្លាំងអរូបីជាច្រើននឹងចូលដើម្បីធ្វើជាជំនួយដល់អ្នកហើយរាល់សកម្មភាពក្លាហានវាបង្កើតបានជាសេចក្តីក្លាហាននិងសមត្ថភាពរបស់អ្នកសម្រាប់ភាពរឹងមាំនៅថ្ងៃអនាគតទោះជាពេលអ្នកធ្វើសកម្មភាពឆ្ពោះទៅមុខដោយផ្ទាល់ជាមួយនឹងជោគជ័យដែលគ្មានស្ថិរភាពក៏ដោយសេចក្តីភ័យខ្លាចរបស់អ្នកនឹងថយចុះហើយសេចក្តីក្លាហានរបស់អ្នកនឹងកើនឡើងប្រកបជាពិតណាស់អ្នកនឹងឈានទៅដល់ចំណុចមួយដែលអ្នកលែងភ័យខ្លាចអ្វីទាំងអស់ការងាររបស់អ្នកជាអ្នកកំណត់គោលដៅឲ្យច្បាស់សម្រាប់ខ្លួនអ្នកចុះសរសេរវាចេញមកដោយឆ្ពោះទៅកាន់គោលដៅជារៀងរាល់ថ្ងៃជាពិសេសអ្នកត្រូវតែរំលឹកខ្លួនឯងនៅពេលប្រឈមមុខចំពោះបញ្ហានិងការលំបាកទាំងអស់ការបរាជ័យមិនមែនជាជម្រើសទេលំហាត់អនុវត្តចូលកំណត់ឲ្យបានច្បាស់នៅអ្វីដែលអ្នកខ្លាចបំផុតនៅក្នុងខ្សែជីវិតរបស់អ្នកដូចជាការបរាជ័យការស្ដីបន្ទោសឬការជំទាស់ហើយដំណោះស្រាយនៃការភ័យខ្លាចនេះប្រសិនបើនៅតែមានជានិច្ចហើយមានមនោគន្តិថានឹងធានាជ័យជំនះប្រសិនបើអ្នកបញ្ជាឲ្យចំគោលបំណង
និងការសម័យរបស់អ្នកបន្ទាប់មកអ្នកធ្វើវាភ្លាមជោគជ័យនៃអាថ៌កំបាំងទី21ឆ្លងកាត់ការធ្វើការសាកល្បងនៃការតស៊ូគ្មានអ្វីអាចជំនួសកន្លែងនៃការតស៊ូបានទេគ្មានការប៉ិនប្រសប់គ្មានអ្វីដែលសាមញ្ញជាងការបរាជ័យរបស់មនុស្សដែលមានទេក៏សល់ខ្លួនទេគ្មានការឆ្លាតវៃមនុស្សដែលឆ្លាតជាងគេមិនទទួលបានផលគឺស្ទើរតែខ្លាចទៅជាសុភាសិតមួយទៅហើយគ្មានការអប់រំពិភពលោកពោពេញទៅដោយការបោះបង់ចោលនៃការអប់រំមានតែការតស៊ូនិងការបដិញ្ញាទេដែលពោពេញទៅដោយសពានុភាពការតស៊ូគឺជាចរិតលក្ខណៈដែលរឹងដូចដែកតស៊ូគឺជាចរិតលក្ខណៈរបស់បុរសដូចជាកបោដែលរឹងវាជារឿងដែលចាំបាច់បំផុតដែលទៅចាប់ដៃគ្នាដើម្បីទទួលបានជោគជ័យដ៏ធំធេងនៅក្នុងជីវិតនេះគឺជាអាថ៌កំបាំងមួយក្នុងចំណោមរឿងអាថ៌កំបាំងបំផុតនៃការតស៊ូនិងជោគជ័យគឺរៀបចំកម្មវិធីដែលពុំចាំបាច់ខ្វល់ខ្វាយនៅក្នុងចិត្តរបស់អ្នកសម្រាប់ការតស៊ូដ៏ស្វិតស្វាញក្នុងដំណាក់កាលរីកចម្រើននៃការត្រឡប់ថយក្រោយនិងការខកចិត្តដែលអ្នកនឹងឈានទៅមុខដើម្បីចាប់យកនូវជ័យជំនះដោះស្រាយជាមុនធានាថាអ្នកនឹងមិនបោះបង់វាចោលហើយគ្មានបញ្ហាអ្វីដែលកើតឡើងឡើយពេលដែលអ្នកជួបរឿងដែលគួរឲ្យតក់ស្លុតខ្លាំងដោយបញ្ហាឬការលំបាកណាមួយនោះអ្នកនឹងមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីបង្កើតការតស៊ូដែលចាំបាច់សម្រាប់ទប់ទល់ជាមួយនឹងការឈានថយឬការខកបំណងឡើយប៉ុន្តែបើសិនបើអ្នកដាក់ផែនការជាមុនសម្រាប់បញ្ហាដែលជៀសមិនរួចរួមទាំងការឈានទៅមុខនិងថយក្រោយនៃជីវិតពេលនោះមានរឿងកើតឡើងអ្នកនឹងត្រៀមចិត្តនិងបានរៀបចំខ្លួនរួចជាស្រេចសេចក្តីក្លាហានដើម្បីតស៊ូចំពោះមុខភាពមិនអនុគ្រោះនិងការខកបំណងគឺជាគុណសម្បត្តិមួយជាពិសេសអ្វីផ្សេងទៀតដែលធានារ៉ាប់រងដោយជ័យជំនះរបស់អ្នកទ្រព្យសម្បត្តិផ្ទាល់ខ្លួនដ៏មហិមារបស់អ្នកអាចជាឆន្ទៈដើម្បីតស៊ូជាយាមរយៈពេលវែងជាងអ្នកដទៃជាការពិតការតស៊ូរបស់អ្នកគឺជាការវាស់ស្ទង់យ៉ាងពិតប្រាកដអំពីការជឿជាក់លើខ្លួនឯងនិងសមត្ថភាពរបស់អ្នកដើម្បីទទួលបាននូវភាពជោគជ័យចូលចាំថាជីវិតគឺជាការសាកល្បងមួយដើម្បីឲ្យអ្នកទទួលបានជោគជ័យដ៏ធំធេងគឺត្រូវតែប្រឡងជាប់ការសាកល្បងនៃការតស៊ូហើយការសាកល្បងនេះជាញឹកញាប់ជាចំណោទសួរដែលគេនិយមវាអាចកើតឡើងស្ទើរតែគ្រប់ពេលជាធម្មតាវាកើតឡើងនៅពេលដែលអ្នកមិនបានរំពឹងទុកនិងនៅទីដែលអ្នកមិនអាចជៀសផុតតែម្ដងអ្នកធ្វើការសាកល្បងនៃការតស៊ូនៅគ្រប់ពេលដែលអ្នកឈានមុខជាមួយនឹងរឿងលំបាកការខកអំណងការឈានត្រឡប់ថយក្រោយការបរាជ័យឬក៏វិបត្តិដែលអ្នកពុំបានគិតទុកជាមុននៅក្នុងជីវិតរបស់អ្នកនេះគឺជានីតិរបស់អ្នកបង្ហាញខ្លួនរបស់អ្នកនិងអ្នកគ្រប់គ្នាដែលនៅជុំវិញអ្នកអំពីអ្វីដែលអ្នកអាចធ្វើបានអេពេចទូគឺជាទស្សនវិទូជនជាតិក្រិចម្នាក់មានម្ដងនោះគាត់សរសេរថាហេតុការណ៍មិនអាចបង្កើតមនុស្សឡើយពួកគេគ្រាន់តែបង្ហាញគាត់ឲ្យឃើញនៅខ្លួនគាត់រឿងជាបំផុតនៅក្នុងជីវិតរបស់អ្នកគឺជាវិបត្តិនឹងកើតមានឡើងសាជាថ្មីបើសិនបើអ្នករស់នៅក្នុងជីវិតដែលរវល់អ្នកនឹងមានវិបត្តិជារៀងរាល់2ឬ3ខែម្ដងនៅក្នុងវិបត្តិដែលមិនអាចជៀសផុតទាំងនេះនឹងបន្តជោគជ័យនៃបញ្ហានិងការលំបាកទាំងឡាយរបស់អ្នកហើយក៏ដែលជាច្រើនដែលអ្នកនឹងមានបំណងធ្វើឲ្យបានសម្រេចតាមសុបិនដ៏ធំធេងរបស់អ្នកនិងការបដិញ្ញាដ៏ច្រើននឹងខ្លាចជាសិទ្ធិដល់ខ្លួនឯងដែលបញ្ហានិងវិបត្តិច្រើននឹងខ្លាចជាបទពិសោធន៍សម្រាប់អ្នកមានរឿងតែមួយគត់គឺថាអ្នកនឹងឆ្លើយតបចំពោះការលំបាកនិងការដកថយតាមរបៀបណាដែលអ្នកអាចគ្រប់គ្រងបានហើយព័ត៌មានដែលល្អគឺថាគ្រប់ពេលដែលអ្នកឆ្លើយតបទៅនឹងហើយព័ត៌មានដែលល្អគឺថាគ្រប់ពេលដែលអ្នកឆ្លើយតបបានរៀបរយជាវិជ្ជមាននិងមានប្រយោជន៍នោះអ្នកកាន់តែខ្លាំងពូកែនឹងដោះស្រាយបញ្ហាឬវិបត្តិលើក្រោយកាន់តែប្រសើរឡើងជាយថាហេតុអ្នកនឹងឈានដល់ចំណុចកំពូលមួយនៃជីវិតដែលជាទីដែលអ្នកពិតជាពិបាកនឹងបញ្ឈប់វាបានអ្នកនឹងខ្លាចជាអ្នកចូលចិត្តនៅអនុភាពរបស់ធម្មជាតិអ្នកនឹងមិនអាចទប់ទល់វាបានទេអ្នកនឹងខ្លាចជាមនុស្សដែលមិនចេះរៀបថយហើយគ្មានបញ្ហាណាមួយដែលពិបាកទេគ្មានបញ្ហាអ្វីដែលជាឧបសគ្គគឺថាចូលនៅក្នុងកន្លងដែលអ្នកនឹងរកមធ្យោបាយដើម្បីឆ្លងកាត់វាពីលើពីក្រោមជុំវិញវាឬតាមរយៈវាតែម្ដងអ្នកនឹងរក្សាការដែលទៅមុខហើយទៅមុខទៀតលំហាត់អនុវត្តតើអ្វីគឺជាស្ថានភាពលំបាកបំផុតដែលអ្នកកំពុងតែប្រឈមមុខនៅក្នុងខ្សែជីវិតរបស់អ្នកសប្តាហ៍ថ្ងៃនេះអ្វីដែលវាជាការសមាសម័យដែលបានផ្ដល់ឲ្យអ្នកនៅក្នុងពេលនេះបានបង្រៀនអ្នកហើយវាជាមេរៀនដ៏មានតម្លៃដែលអ្នកត្រូវការរៀនដើម្បីទទួលបាននូវជោគជ័យនៅពេលថ្ងៃអនាគតតើមេរៀនទាំងនោះយ៉ាងដូចម្តេចរហូតដល់ពេលនេះការស្វែងរកមេរៀនដ៏មានតម្លៃដែលថយក្រោយឬលំបាកជានិច្ចកាលអ្នកនឹងស្វែងរកវាហើយនឹងជួយវាក្នុងការស្វែងរករបស់ដើម្បីប្រែក្លាយខ្លួនជាមហាសេដ្ឋីដល់ខ្លួនឯងជាសរុបសេចក្តីមកជោគជ័យគឺអាចទស្សន៍ទាយបានខ្ញុំសូមអនុញ្ញាតរំលឹកសារដែលមានសារៈសំខាន់បំផុតនៅក្នុងសៀវភៅនេះគឺថាជោគជ័យវាអាចទស្សន៍ទាយបានជោគជ័យមិនមែនជារឿងសំណាងឬឧបទ្ទវហេតុដែលកើតត្រូវនឹងកន្លែងនឹងចំពេលនោះទេជោគជ័យគឺអាចទស្សន៍ទាយបានដូចជាព្រះអាទិត្យដែលរះនៅខាងកើតនិងលិចទៅវិញនៅទិសខាងលិចដោយអនុវត្តតាមមូលដ្ឋានគ្រឹះដែលអ្នកទើបតែបានរៀនអ្នកនឹងរំកើកខ្សែបន្ទាត់នាំមុខនៅក្នុងជីវិតអ្នកនឹងមានគុណសម្បត្តិដែលបង្គាប់ឲ្យជឿលើមនុស្សដែលមិនបានដឹងឬមិនដែលបានអនុវត្តតាមបច្ចេកទេសនិងយុទ្ធសាស្ត្រទាំងនេះអ្នកមានគុណសម្បត្តិមួយដែលនឹងផ្ដល់ឲ្យអ្នកនៅជ្រុងនៃជោគជ័យសម្រាប់ការសម្រាកនៃជីវិតនិងមុខរបររបស់អ្នកបើសិនបើមានភាពនឹងណនិងតស៊ូធ្វើរឿងដែលអ្នកទទួលបានជោគជ័យផ្សេងនោះគ្មានអ្វីនៅក្នុងលោកនេះអាចបញ្ឈប់ការខ្លាចទៅជាអ្នកដែលទទួលបានជោគជ័យដ៏ធំធេងពីខ្លួនរបស់អ្នកបានទេ
អ្នកគឺជាអ្នកស្ថាបនាជោគវាសនារបស់ខ្លួនអ្នកផ្ទាល់អ្នកគឺជាចៅហ្វាយងាយលើជោគវាសនារបស់អ្នកនៅពីក្រោយកង់ចង្កូតនៃជីវិតរបស់អ្នកអ្វីដែលអ្នកអាចធ្វើបានអ្នកអាចមានពុំមានដែនកំណត់ទេលើកនៃតែអ្នកដាក់ដែនកំណត់ដោយការគិតរបស់អ្នកតែប៉ុណ្ណោះចូលចងចាំថាអ្នកគឺជាមនុស្សពូកែដូចឬក៏ពូកែជាងអ្នកគ្រប់គ្នាដែលអ្នកធ្លាប់បានជួបអ្នកគឺជាមនុស្សដ៏ចំណានម្នាក់អ្នកមានទេពកោសល្យនិងសមត្ថភាពជាងអ្វីដែលអ្នកធ្លាប់បានគិតជាងអ្វីដែលអ្នកធ្លាប់បានជឿឬប្រើរហូតមកដល់ឥឡូវនេះឆ្ងាយណាស់នៅក្នុងខ្លួនរបស់អ្នកមាននៅសក្តានុពលដើម្បីធ្វើរឿងដែលគួរឲ្យចាប់អារម្មណ៍ជាមួយនឹងជីវិតរបស់អ្នកការទទួលខុសត្រូវដ៏អស្ចារ្យបំផុតរបស់អ្នកគឺការសម័យឃើញដ៏ធំធេងសម្រាប់ចិត្តឲ្យបានច្បាស់នៅអ្វីដែលអ្នកចង់បានធ្វើផែនការដើម្បីសម្រេចវាឲ្យបានអនុវត្តតាមយុទ្ធសាស្ត្រដែលបានបង្រៀននៅក្នុងសៀវភៅនេះធ្វើសកម្មភាពដោយផ្ទាល់សម្ដៅទៅកាន់ក្តីសម័យនិងគោលដៅរបស់អ្នកជារៀងរាល់ថ្ងៃនិងដោះស្រាយវាដោយមិនបោះបង់វាចោលនៅពេលដែលអ្នកធ្វើសកម្មភាពទាំងនេះអ្នកដាក់ខ្លួនរបស់អ្នកទៅជាទេវតាអ្នកប្រែជាមិនអាចបញ្ឈប់ហើយជោគជ័យរបស់អ្នកនឹងកើតឡើងដោយជាមិនរួចជាបញ្ចប់នេះខ្ញុំបាទសាបញ្ញាវិធីសូមជូនពរដល់អស់លោកអ្នកឲ្យជួបប្រទះតែនឹងពុទ្ធពរ5ប្រការគឺអាយុបណ្ណៈសុខៈបដៈកំបីឃ្លៀងឃ្លាតឡើយសូមអរគុណ